ចប់ឆ្នោតរបស់អាណទីនហ្នឹងវាជាសញ្ញាបញ្ជាក់ថាប្រជាជនថៃភាគច្រើនស្អប់ខ្មែរចង់ធ្វើសង្គ្រាមជាមួយខ្មែរចង់បានដីខ្មែរមិនមែនអញ្ចឹងទេអ្នកដែលមានអំណាចនៅប្រទេសថៃនឹងព្យាយាមបន្លាប់ប្រជាជនថៃឲ្យយល់ថាដីដែលគេមកយកហ្នឹងគឺជាដីរបស់គេទេ network monarchy នេះមានណាខ្លះនៅក្នុងហ្នឹងដូចខ្ញុំរៀបរាប់ចឹងមាន3ក្រុមធំហ្នឹងក្រុមរាជវាំងក្រុមយោធានិងក្រុមអេលីតនេះគឺធ្វើការជាមួយនឹងគ្នាអត់មាននរណាធំជាងនរណាទេពីអំណេះតទៅយើងត្រូវតែត្រៀមកម្លាំងរបស់យើងដែរមិនអញ្ចឹងទេអ្នកឯងវាយចូលយើងរួមស្រួលយើងវាយចូលវិញអ្នកឯងទៅដើមដីយើងកន្លែងណាយើងទៅដើមដីអ្នកឯងវិញអ្នកឯងបំផ្លាញស្ពានយើងបំផ្លាញស្ពានអ្នកឯងវិញឲ្យវាមានទៅវាមានមកកុំឲ្យគេទាស់ទេដឹងទុកមុនមកដល់ពេលនេះប្រជាជនមិនចង់ផ្លាស់ប្ដូរមនុស្សទេមិនចង់ផ្លាស់ប្ដូរបកនយោបាយទេមិនចង់ផ្លាស់ប្ដូររដ្ឋាភិបាលទេតែប្រជាជនចង់បានកំណែទម្រង់ដើម្បីធ្វើឲ្យប្រទេសយើងខ្លាំងជំរាបសួរលោកគ្រូហើយជំរាបសួរប្រិយមិត្តដោយសារថ្ងៃនេះយើងស្វាគមន៍មកកាន់វេទិកាសំណួរចម្លើយប្រចាំសប្តាហ៍របស់ពួកយើងហើយម្សិលមួយថ្ងៃបាទគឺថ្ងៃទី8បាទខែកុម្ភៈគឺជាការបោះឆ្នោតថៃដែលមានគណៈបកចូលរួមច្រើនតែមាន4គណៈបកដែលខ្លាំងមែនទែនគឺមានគណៈបកអនុทินភូមិใจថៃហ្នឹងគឺទទួលបានសម្លេងគាំទ្រខ្លាំងមែនទែនហើយទំនងជាគាត់អាចនឹងក្លាយទៅជានាយករដ្ឋមន្ត្រីនាពេលអនាគតផងអញ្ចឹងសម្លេងគាំទ្រប្រជាជនថៃភ្លុកទឹកភ្លុកដីទៅកាន់គាត់បែបហ្នឹងវាសបញ្ជាក់ថាប្រជាជនថៃពិតជាចង់បានដីខ្មែរយើងពិតជាចង់ឈ្លានពានឬក៏គាំទ្រអាសកម្មភាពយោធាដែលឈ្លានពានដីខ្មែរយើងឬក៏បែបមិនដែរលោកគ្រូអូខេតាក់ទងជាមួយនឹងលទ្ធផលនៃការបោះឆ្នោតនៅថៃណាយើងបោះថ្ងៃទី8ហើយថ្ងៃ9ម្សិលមិញហ្នឹងរាប់ស្លឹកឆ្នោតបើទោះបីជាមិនទាន់សម្រេច 100% ក៏ដោយតែលទ្ធផលក្រៅផ្លូវការហ្នឹងយើងឃើញថាអនុទិនទទួលបានជ័យជំនះហើយគណៈបកភូមិឆៃថៃណាវាខុសពីការរំពឹងទុកខ្លាំងមែនទែនដោយសារតែតាមការស្ទង់មតិហ្នឹងគឺយើងឃើញថាគណៈបកប្រជាជនមិនអញ្ចឹងណាក៏ប៉ុន្តែលទ្ធផលចេញមកគឺម្នាក់គឺសប្រាយមែនទែនញាប់អាលមែនទែនថាមិនទៅជាគណៈបកអនុទីនមែនក៏ប៉ុន្តែបើសិនជាយើងមើលទៅអ្វីដែលស្ថានភាពនយោបាយនៅថៃកន្លងមកការជាប់របស់អនុទីនក៏មិនមែនជាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលប្រមាណដែរបើសិនជាយើងតាមដានរហូតអញ្ចឹងយើងអាចសន្មតបានថាទីបំផុតទៅភាគច្រើនបំផុតហ្នឹងអ្នកដែលខ្លាយទៅជានាយករដ្ឋមន្ត្រីរបស់ថៃក្នុងរយៈពេលប្រហែលខែខាងមុខនេះគឺអនុទីនហើយហើយខ្ញុំឃើញថាមានបងប្អូនប្រជាពលរដ្ឋខ្មែរយើងច្រើនមែនទែនដែលគាត់បង្ហាញអំពីក្តីបារម្ភណាគាត់ឃើញថាអនុទីនជាប់អញ្ចឹងម្នាក់ចាប់ដើមលើកឡើងដោយលោកប្អូនលើកមិញអញ្ចឹងថាគណៈបកភូមិឆៃថៃគណៈបកអនុទីនបើជាប់អញ្ចឹងគឺវាសបញ្ជាក់ឲ្យឃើញថាប្រជាជនថៃភាគច្រើនហ្នឹងគឺកំពុងតែស្អប់ខ្មែរចង់បានដីខ្មែរចង់បកកសង្គ្រាមជាមួយនឹងខ្មែរខ្លាំងណាស់ការដែលយើងបង្ហាញក្តីបារម្ភបែបនេះឬមួយការដែលយើងមានទស្សនៈបែបនេះគឺមិនទាន់ត្រឹមត្រូវទាំងស្រុងប្រមាណទេមិនទាន់ត្រឹមត្រូវទេវាត្រូវមួយចំណែកហ្នឹងគឺមួយចំណែកណាមួយចំណែកដោយសារតែការបកកចំនួនជាមួយយើងការដែលអនុទីនគណៈបកភូមិใจថៃទាំងមូលនឹងសន្យាជាមួយនឹងប្រជាជនថាត្រូវមានវិធានការបែបណាជាមួយនឹងចំនួនរវាងនៅក្នុងចំនួនកម្ពុជាជាមួយនឹងសៀមហ្នឹងវាធ្វើឲ្យសម្លេងគាំទ្ររបស់អនុទីនហ្នឹងកើនឡើងខ្ពស់ក៏ប៉ុន្តែសម្លេងនេះមិនមែនជាសម្លេងដែលស្អប់ខ្មែរទាំងអស់មិនមែនជាសម្លេងដែលចង់បង្កសង្គ្រាមទាំងអស់ទេទីមួយយើងត្រូវដឹងថាប្រជាជនថៃមួយចំនួនធំដែរហ្នឹងណាគាត់មិនមែនគិតថាសង្គ្រាមនេះគឺជាសង្គ្រាមឈ្លានពានដែលថៃឈ្លានពានយកដីខ្មែរយើងទេគាត់នៅតែគិតថាសង្គ្រាមនេះគឺជាសង្គ្រាមការពារបូរណភាពទឹកដីរបស់ថៃណានេះគឺមតិនៃការយល់ឃើញរបស់ប្រជាជនមួយចំនួនធំណាដោយសារតែកន្លងមកហ្នឹងអ្នកនយោបាយថៃណាភាគច្រើនហ្នឹងគាត់ព្យាយាមធ្វើនយោបាយដើម្បីបន្លប់ការគិតរបស់ប្រជាពលរដ្ឋថៃហ្នឹងឲ្យយល់ថាការធ្វើសង្គ្រាមជាមួយនឹងកម្ពុជាយើងហ្នឹងគឺជាការការពារបូរណភាពទឹកដីអញ្ចឹងកាលនេះបងប្អូនយើងត្រូវយល់ឲ្យច្បាស់កុំឲ្យយល់ច្រឡំហ្នឹងទី1ទី2តាក់ទងជាមួយនឹងអនុទានទទួលបានសម្លេងគាំទ្រច្រើនបែបនេះមួយចំណុចទៀតហ្នឹងគឺដោយសារតែមានប្រជាជនថៃជាច្រើនដែលពីមុនមកណាគាត់គាំទ្រពួកកំណែតម្រង់ទេក៏ប៉ុន្តែរហូតមកដល់ដំណាក់កាលនេះទើបគាត់ភ្ញាក់ខ្លួនថាបើសិនជាគាត់នៅតែបន្តបោះឆ្នោតគាំទ្រពួកកំណែតម្រង់ណានោះស្ថានភាពនយោបាយនៅក្នុងប្រទេសថៃរោពេលជាប់អត់ឃើញទេដោយសារតែបើគាត់បោះឆ្នោតគាំទ្រពួកកំណែតម្រង់ស្ថានភាពនយោបាយនឹងត្រឡប់ទៅដូចដើមមកទៀតអញ្ចឹងវិលមកដូចដើមទៀតអញ្ចឹងវាអត់អាចជាប់ទេអញ្ចឹងទោះជាគាត់មិនគាំទ្រមិនស្រឡាញ់អនុទានក៏ដោយតែដើម្បីបញ្ចប់
បញ្ហាអស្ថិរភាពនយោបាយនៅក្នុងប្រទេសថៃចង់ឬមិនចង់តោះបោះឆ្នោតគ្រប់គ្រងគណៈបកហ្នឹងទៅឲ្យស្អីឲ្យវាជាប់មិនអញ្ចឹងយ៉ាងហោចណាស់ក៏មិនបាច់ចាំប្រឈមមុខជាមួយនឹងអស្ថិរភាពនៅក្នុងប្រទេសថៃទៀតដែរអញ្ចឹងបកទៅឆ្លើយទៅនឹងសំណួរលោកប្អូនហើយនឹងក៏ដូចជាឆ្លើយទៅនឹងក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋមួយចំនួនថាការជាប់ឆ្នោតរបស់អាណូទីនហ្នឹងវាជាសញ្ញាបញ្ជាក់ថាប្រជាជនថៃភាគច្រើនស្អប់ខ្មែរចង់ធ្វើសង្គ្រាមជាមួយខ្មែរចង់បានដីខ្មែរមិនមែនអញ្ចឹងទេចំណុចនេះខ្ញុំហាក់ដូចជាខ្ទាស់ជាមួយលោកគ្រូបន្តិចដោយសារតាមរយៈសកម្មភាពរបស់អនុทินមុនបោះឆ្នោតគឺការឃោសនារបស់គាត់គឺការយកព្រំដែនបញ្ហាព្រំដែនកម្ពុជាថៃគឺជាសេណារីយ៉ូនៃការឃោសនាខ្លាំងមែនទែនជាការឃោសនាប្រជាពិធរបស់គាត់ដោយសារតែខ្មែរយើងបំពេញគាត់អីដែលគាត់ចេះលើកឡើងទៅហើយអាសកម្មភាពដាក់កុងតឺន័រគឺខ្លាំងមែនទែនផុសផុលខ្លាំងមែនទែនមុនបោះឆ្នោតដល់ពេលអញ្ចឹងអាដាក់កុងតឺន័រលើដីខ្មែរបែបហ្នឹងហើយប្រជាជនពួកថៃគាត់ទៅបោះឆ្នោតគ្រប់គ្រងអនុทินទាំងអស់ហ្នឹងហើយអត់សបញ្ជាក់ថាប្រជាជនថៃចង់បានដីខ្មែរទេឬក៏ដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងចំពោះប្រជាជនថៃមួយចំនួនធំមកដល់បច្ចុប្បន្ននេះការដែលគេដណ្ដើមយកដីពីខាងយើងទៅគឺជាការដណ្ដើមយកដីយើងច្បាស់ថាគេមកដណ្ដើមយកដីយើងតែនៅក្នុងផ្នត់គំនិតរបស់ប្រជាជនថៃមួយចំនួនធំនោះគាត់គិតថាអានឹងគឺជាដីរបស់គាត់ទេអញ្ចឹងការដែលប្រជាជនថៃគេមានហេតុផលច្រើនមែនទែនបើយើងទៅមើលអា propaganda នៅក្នុងប្រទេសថៃណាថាគេផ្សព្វផ្សាយបែបណាណាយើងដឹងថាអ្នកនយោបាយថៃអ្នកដែលមានអំណាចនៅប្រទេសថៃនឹងព្យាយាមបន្លប់ប្រជាជនថៃឲ្យយល់ថាដីដែលគេមកយកហ្នឹងគឺជាដីរបស់គេទេពីមុនមកហ្នឹងខ្មែរយើងហ្នឹងខាងគេហ្នឹងឲ្យខ្ចីដីហ្នឹងយកមកឲ្យប្រជាជនខ្មែរយើងនៅទេឬមួយដោយសារតែប្រជាជនខ្មែរយើងហ្នឹងបានចូលទៅនៅដីហ្នឹងដោយខុសច្បាប់ទេមានហេតុផលជាច្រើនដែលគេព្យាយាមបញ្ជូនសារហ្នឹងទៅឲ្យប្រជាជនគេយល់ដូច្នេះហើយមកដល់ពេលនេះទើបខ្ញុំបកទៅឆ្លើយសំណួរបងអូនវិញថាចំពោះប្រជាជនថៃមិនមែនគេមករំលោភយកដីយើងទេមិនមែនគេចង់បានដីយើងទេគឺគេគ្រាន់តែគ្រប់គ្រងរដ្ឋាភិបាលជាពិសេសរដ្ឋាភិបាលអនុទានហ្នឹងដើម្បីឲ្យមកការពារបូរណភាពទឹកដីរបស់គេតែប៉ុណ្ណោះអញ្ចឹងមិនមែនយើងម៉ៃអ៊ូថាប្រជាជនថៃភាគច្រើនហ្នឹងចង់បានដីយើងស្អប់យើងចង់ធ្វើសង្គ្រាមជាមួយយើងនោះទេហ្នឹងហើយលោកគ្រូបើតាមលោកគ្រូនិយាយមិញចឹងបានន័យថាគណៈបករបស់អនុទានដែលជាប់ឆ្នោតហ្នឹងបើយើងប្រៀបធៀបជាមួយនឹងគណៈបកផ្សេងគណៈបកដែលមានចង់កំណែតម្រង់របស់ប្រជាជនណាសម្លេងភាគច្រើនដែលយើងដឹងពីមុនមកហ្នឹងបើយើងប្រៀបធៀបគ្នាតើមួយណាមានផលល្អចំពោះកម្ពុជាយើងជាងហើយមួយណាដែលមានផលអាក្រក់សម្រាប់កម្ពុជាយើងជាងចឹងណាអូខេតកតងសំណួរនេះដូចយើងធ្លាប់មានប្រធានបទមួយនិយាយរឿងនេះដែរថាតើគណៈបកណាជាប់វានឹងអាចជះឥទ្ធិពលយ៉ាងម៉េចមកដល់ចំនួនកម្ពុជាជាមួយនឹងថៃហ្នឹងអញ្ចឹងតកតងជាមួយនឹងចំនួនក្នុងវីដេអូមុនខ្ញុំបាននិយាយដែរខ្ញុំថាតកតងជាមួយនឹងគណៈបកទាំងអស់ហ្នឹងណាគណៈបកណាជាប់ក៏ដោយក៏វាពុំបានទៅប៉ះទៅជះឥទ្ធិពលអីទៅលើធម្មជាតិធ្វើឲ្យកែប្រែនៅធម្មជាតិនៃចំនួនរវាងកម្ពុជាជាមួយនឹងថៃនេះទេដោយសារអីហេតុអីបានខ្ញុំនិយាយអញ្ចឹងដោយសារតែខ្ញុំអត់ចង់ឲ្យយើងមើលត្រឹមតែគណៈបកនយោបាយណាជាប់ឬមួយនរណាគេទៅកាន់រដ្ឋាភិបាលទៅខ្លាយទៅជានាយករដ្ឋមន្ត្រីទេអ្វីដែលយើងគួរមើលហ្នឹងគឺយើងគួរតែមើលទៅលើទំនោររបស់ប្រជាជនថាឥឡូវនេះទំនោររបស់ប្រជាជនឆន្ទៈរបស់ប្រជាជនដែលចង់មានការផ្លាស់ប្ដូរដូចពីមុនមកហ្នឹងឥឡូវនេះវាយ៉ាងម៉េចហើយតើតែយើងមើលទៅលើឆន្ទៈរបស់ប្រជាជនហ្នឹងទើបយើងអាចវិនិច្ឆ័យបានថាតើចុងក្រោយទៅលទ្ធផលនៃការបោះឆ្នោតហ្នឹងវាអាចជះឥទ្ធិពលបែបណាមកលើបញ្ហាព្រំដែនយើងបកទៅលើសំណួរអូនថាក្នុងចំណោមគណៈបកដោយលោកប្អូនលើកមិញមាន4ណាធំណា4ទៅ5ចុះធំដែលដឹកមុខគេណាជាពិសេសមានគណៈបកភូមិใจថៃ People Party ហើយគណៈបកភឿថៃហើយគណៈបកអភិសិទ្ធហើយមានគណៈបកមួយទៀតណាគណៈបកធំទាំងអស់គ្នាណាតើគណៈបកមួយណាជាប់ហើយមានឥទ្ធិពលបែបណាមកលើខ្មែរយើងឥឡូវយើងលើកតែខ្ញុំបែងចែកគណៈបកទាំងអស់តែជា2ផ្នែកទេមួយគណៈបកដែលមានទំនោរទៅកាន់ខាងរាជវាំងខាងជាតិនិយមហើយនឹងពួកយោធានិងមួយក្រុមទៀតដែលមានទំនោរទៅរកខាងកំណែតម្រង់ខ្ញុំបែងចែកជា2ហ្នឹងគណៈបកទាំងអស់ហ្នឹងអញ្ចឹងខ្ញុំនិយាយចេះនៅពេលដែលគណៈបកដែលមានទំនោរក្នុងការធ្វើកំណែតម្រង់ជាប់ឆ្នោតនោះស្ថានភាពនយោបាយថៃនឹងត្រឡប់មកដូចដើមវិញមានន័យថាកាលណាជាប់ឆ្នោតខាងពួករាជវាំងនោះពួកយោធានោះមើលទៅទំនោរប្រជាជនឆន្ទៈប្រជាជននៅតែចង់មានការផ្លាស់ប្ដូរដដែលគេព្យាយាមបន្លប់ការគិតរបស់ប្រជាជនកុំឲ្យចង់មានការផ្លាស់ប្ដូរមិនចឹងបកកសង្គ្រាមជាមួយយើងនឹងមកសបកធំហ្នឹងគឺដើម្បីអី
ដើម្បីទៅបំបីឆន្ទៈរបស់ប្រជាជនហ្នឹងកុំឲ្យមានការផ្លាស់ប្ដូរតែឧបមាថាបើចៃដន់ស្រាប់តែគណៈបកកំណែតម្រង់ហ្នឹងជាប់វិញអញ្ចឹងមានន័យថាគោលដៅរបស់គេអត់បានសម្រេចទេគេចង់បំបីឆន្ទៈតែព្យាយាមបន្លាប់ដើម្បីបំបីប៉ុណ្ណឹងហើយអត់បានសម្រេចទៀតអញ្ចឹងគេធ្វើម៉េចគេអាចបង្កចំនួននឹងឲ្យធំជាងនឹងទៀតឬគេអត់បង្កចំនួននឹងទេតែគេងាកទៅធ្វើអីវិញដែលយើងធ្លាប់ឮរាល់ដងណារដ្ឋបហាឬមួយប្រើផ្លូវតុលាការដើម្បីរំលាយបកនយោបាយអានឹងផ្លូវបន្ទាប់ដែលគេត្រូវដើរអញ្ចឹងបើសិនជាគណៈបកខាងកំណែតម្រង់ជាប់ដូចជាគណៈបក People Party ហ្នឹងជាប់នោះស្ថិរភាពនយោបាយនៅថៃនឹងកាន់តែបន្តហើយកាន់តែធ្ងន់ធ្ងរទៀតហើយកាន់តែធ្ងន់ធ្ងរហ្នឹងវាអាចគេបកកចំនួនជាមួយយើងកាន់តែធំហើយគេអាចបកទៅបញ្ហាផ្ទៃក្នុងរបស់គេវិញទៅធ្វើរដ្ឋបហាឬមួយប្រើតឡាការដើម្បីរំលាយគណៈបកនយោបាយឬមួយចាប់អ្នកនយោបាយធំហ្នឹងដាក់គុកអីជាដើមហ្នឹងទៅនឹងមួយទៀតចូលទៅដល់គណៈបកអភិសិទ្ធគណៈបករបស់អនុទីនវិញគណៈបកភូមិใจថៃណានៅពេលដែលជាប់ឆ្នោតភូមិใจថៃប្រវត្តិនៃគណៈបកនេះពីដើមមកមិនមែនជាគណៈបករាជានិយមឬមួយជាតិនិយមអីទេជាគណៈបកកដាលនិយមគេហៅថាគណៈបកធម្មតាមួយណាមិនផ្អៀងទៅរកកំណែតម្រង់ពេកហើយក៏មិនផ្អៀងទៅលើរាជានិយមពេកហ្នឹងហើយយើងអាចនិយាយបានថាគណៈបកភូមិใจថៃឬមួយអនុទីនដោយឡែកហ្នឹងគឺជាមនុស្សដែលឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយដូច AFEVP ណាថាមនុស្សប្រគួយណាមានន័យថាអាចប្រែពណ៌បានទៅតាមកលៈទេសៈរហូតក៏ប៉ុន្តែគណៈបកភូមិใจថៃរបស់អនុទីននេះគឺឆ្លាតមែនទែននៅពេលដែលឃើញស្ថានភាពនយោបាយប៉ុណ្ណឹងនៅក្នុងប្រទេសថៃបែបហ្នឹងទំនោរប្រជាជនបែបហ្នឹងខាងយោធាខាងរាជវង្សបែបហ្នឹងគេចាប់ផ្ដើមសម្របខ្លួនដើម្បីទាញយកចំណេញផលប្រយោជន៍ពីស្ថានភាពបែបហ្នឹងអញ្ចឹងគេព្យាយាមសម្របខ្លួនមិនអញ្ចឹងទេអញ្ចឹងបកទៅវិញនៅពេលដែលគណៈបកនេះជាប់តើមានរឿងអីកើតឡើងនៅពេលដែលគណៈបកនេះជាប់មានន័យថាយ៉ាងម៉េចមានន័យថាគោលដៅរបស់ពួកយោធានិងពួករាជវាំងនឹងបានជោគជ័យហើយជោគជ័យអីគេមានន័យថាគេចង់ជោគជ័យបំផុតនោះគឺបំបែកឆន្ទៈក្នុងការចង់បានការផ្លាស់ប្ដូរឥឡូវនេះលទ្ធផលនៃការបោះឆ្នោតបានបង្ហាញយ៉ាងច្បាស់បើទោះបីជាអាចមានកេងបន្លំឬមួយលទ្ធផលមិនទាន់ជាក់ច្បាស់ក៏ដោយណាក៏ប៉ុន្តែជារួមទៅយើងអាចសន្មត់បានថាលទ្ធផលនេះគឺបញ្ជាក់យ៉ាងច្បាស់ថាគោលដៅរបស់ពួករាជវង្សហើយនិងពួកយោធាហ្នឹងគឺបានសម្រេចក្នុងការបំបែកសម្លេងបំបែកឆន្ទៈរបស់ប្រជាជនដែលចង់មានការផ្លាស់ប្ដូរហ្នឹងអញ្ចឹងបើគោលដៅរបស់គេបានសម្រេចហើយអញ្ចឹងសួរថាគេឈប់ធ្វើសង្គ្រាមជាមួយយើងបើប្រគល់ដីដែលគេកាន់កាប់មកដល់បច្ចុប្បន្នហ្នឹងដូចជា14ទីតាំងហ្នឹងមកឲ្យយើងវិញឬមួយយ៉ាងម៉េចអាហ្នឹងចូលដល់សំណួរនេះយើងនឹងវិភាគតទៀតតែអីដែលខ្ញុំចង់និយាយហ្នឹងមានន័យថាក្នុងចំណោមគណៈបកទាំងអស់ហ្នឹងខ្ញុំបែងចែកចេញជាពីរហ្នឹងគណៈបកដែលពេលជាប់ឆ្នោតទៅមានផលល្អសម្រាប់កម្ពុជាយើងជាងគេគឺគណៈបករបស់អនុទីននេះហើយគណៈបកភូមិใจថៃនេះហើយព្រោះគណៈបកនេះជាប់វាធ្វើឲ្យគោលដៅរបស់គេហ្នឹងបានសម្រេចតែផលប្រយោជន៍នេះគឺជាផលប្រយោជន៍សម្រាប់កម្ពុជាយើងក្នុងរយៈពេលខ្លីទេមានន័យថាក្នុងរយៈពេលខ្លីគោលដៅគេបានសម្រេចហើយគេលែងចង់បកកចំនួនអីជាមួយយើងតទៅមុខទៀតហើយតែវាជារឿងអាក្រក់សម្រាប់រយៈពេលវែងវិញមានន័យថាបើពេលនេះគេប្រើយើងធ្វើជាកូនអុកបានសម្រេចហើយជាអាហារឆ្ងាញ់របស់គេហើយអញ្ចឹងតទៅមុខទៀត3ឆ្នាំ5ឆ្នាំទៅមុខទៀតឬមួយ10ឆ្នាំទៅមុខទៀតអ្នកនយោបាយថៃនឹងញៀនហើយអ្នកជាតិនិយមថៃនឹងញៀនហើយគេនឹងយកប្រទេសយើងធ្វើជាកូនអុកដើម្បីទៅដោះស្រាយបញ្ហាផ្ទៃក្នុងរបស់គេទៀតហ្នឹងហើយអញ្ចឹងបើសិនជាដូចស្ដេចថៃហ្នឹងអ្នកយោធាថៃហ្នឹងគាត់ប្រើវិធីសាស្ត្រហ្នឹងបានជោគជ័យអញ្ចឹងអាការបោះឆ្នោតហ្នឹងធ្វើមកទៅអីមើលទៅដូចអត់មានប្រយោជន៍អីផងអាការបោះឆ្នោតដើម្បីជ្រើសរើសតំណាងប្រជាពលរដ្ឋរាល់ដងហ្នឹងលោកគ្រូអូខេតើតោសំណួរនេះល្អមែនតើខ្ញុំទាញនៅពេលដែលយើងនិយាយអំពីនយោបាយថៃយើងត្រូវសម្លឹងទៅឲ្យបានស៊ីជម្រៅបន្តិចវាតលតែយើងមើលឲ្យបានស៊ីជម្រៅទៅយើងអាចវិភាគអំពីស្ថានភាពនយោបាយជារួមជាពិសេសអត្តពលរបស់វាមកលើចំនួនរវាងថៃជាមួយនឹងកម្ពុជាយើងនឹងផងអញ្ចឹងខ្ញុំធ្លាប់បាននិយាយថានៅក្នុងប្រទេសថៃណានយោបាយថៃគឺយើងចែកចេញជាពីរស្រទាប់ទី1ហ្នឹងគឺជាស្រទាប់ដែលយើងមើលឃើញគ្រប់គ្នាហ្នឹងគឺមានបកនយោបាយទាំងបកគ្រប់គ្រងរដ្ឋាភិបាលបកកំណែតម្រង់បកគ្រប់គ្រងស្ដេចគ្រប់គ្រងយោធាហើយនឹងមានរដ្ឋាភិបាលមិនអញ្ចឹងទេហើយស្អីដែលយើងមើលឃើញនេះយើងឃើញតែមានការប្រតេញបតងគ្នារវាងអ្នកដែលចង់មានកំណែតម្រង់និងអ្នកដែលគ្រប់គ្រងទៅខាងរាជវាំងនិងគ្រប់គ្រងយោធានឹងស្អីដែលយើងមើលឃើញនយោបាយរបស់ថៃហើយ
នៅពេលដែលភាគច្រើននៅពេលដែលយើងនិយាយថាអស្ថិរភាពនយោបាយនៅក្នុងប្រទេសថៃប្រជាជនទាំងប្រជាជននៅខាងក្រៅយើងផ្ទាល់ហើយដោយប្រជាជនថៃផងហ្នឹងគឺយើងមើលទៅតែស្ទាប់ហ្នឹងឯងមានន័យថាគឺការប្រទេសបន្ទងគ្នារវាងអំណាចនៃពួកកំណែតម្រង់និងអ្នកគ្រប់គ្រងរាជវាំងនិងគ្រប់គ្រងយោធាក៏ប៉ុន្តែស្ទាប់នេះមិនមែនជាកត្តាកំណត់នយោបាយរបស់ប្រទេសថៃទេស្ទាប់នេះគ្រាន់តែជាស្ទាប់នៃគេហៅថាស្ទាប់សើណាខ្ញុំឧបមាថាចេះដូចនៅក្នុងទូរស័ព្ទរបស់យើងអញ្ចឹងណាស្ទាប់ទី1នេះវាដូចជា app របស់យើងនៅលើទូរស័ព្ទអញ្ចឹងឧបមាថា iPhone អញ្ចឹងនៅពេលដែលយើងចូលទៅយើងមើលឃើញ app ទាំងអស់ហ្នឹងហ្នឹងគឺជាស្ទាប់ខាងលើនយោបាយដែលយើងមើលឃើញមានបកនយោបាយមានការបោះឆ្នោតមានរដ្ឋាភិបាលអីហ្នឹងគឺជាស្ទាប់ខាងលើគឺជា app របស់ទូរស័ព្ទដៃហ្នឹងក៏ប៉ុន្តែនៅមកស្ទាប់ជ្រៅទៀតដែលជាកត្តាកំណត់ធំបំផុតទៅដល់នយោបាយថៃហ្នឹងគេហៅថា network monarchy ឬយើងហៅថាបណ្ដាញរាជវាំងនេះគឺជាអ្នកដែលមានឥទ្ធិពលខ្លាំងបំផុតដែលជាឥទ្ធិពលទៅលើនយោបាយថៃហើយភាគច្រើនបំផុតណានៅពេលដែលយើងមើលទៅនយោបាយថៃណាភាគច្រើនបំផុតគឺយើងអត់បានមើលឃើញផ្នែកហ្នឹងឯងតែផ្នែកហ្នឹងឯងដែលជាអ្នកបង្កបញ្ហាអ្នកបង្ករឿងគ្រប់បែបយ៉ាងនៅក្នុងប្រទេសថៃបង្កអសន្តិសុខគ្រប់បែបយ៉ាងនៅក្នុងប្រទេសថៃរួមទាំងអសន្តិសុខព្រំដែនជាមួយនឹងកម្ពុជាផងគឺស្ទាប់ network monarchy នឹងបណ្ដាញរាជវាំងហ្នឹងអញ្ចឹងបើសិនជាយើងចង់យល់ឲ្យជ្រៅគឺយើងត្រូវមើលប្រទេសថៃពីស្ទាប់ហ្នឹងហើយ network monarchy នេះគឺប្រៀបដូចស្អីមិញខ្ញុំលើកឧទាហរណ៍ទូរស័ព្ទណា network monarchy នេះប្រៀបដូចជា software របស់ទូរស័ព្ទហ្នឹងតើតែ software បែបហ្នឹងទៅវា support app បែបហ្នឹងទៅ support app បែបហ្នឹងបើសិនជា Android បើមិនមែនជា iOS ទេវា support បែបផ្សេងតែដោយសារតែវា iOS ទៅវា support app បែបហ្នឹងហើយពេលយើងប្រើ app Facebook ដែលយើងប្រើនៅលើ iOS Facebook ដែលយើងប្រើនៅលើ Android ឬមួយoperation system ផ្សេងទៀតគឺវាខុសៗគ្នាអញ្ចឹង network monarchy ប្រៀបដូច operation system របស់ទូរស័ព្ទអញ្ចឹងដូច iOS ឬមួយ Android អញ្ចឹងវាជាកត្តាកំណត់ថាតើឲ្យ app ណាអាចទៅនៅលើទូរស័ព្ទនឹងបានហើយឲ្យ app ណា operation របៀបមិនបានអញ្ចឹងដើម្បីយល់នយោបាយថៃយើងត្រូវតែយល់ឲ្យដល់ស៊ីជម្រៅបែបហ្នឹងតែអាហ្នឹងចង់មានន័យមិនចង់មានន័យថា network monarchy នៅខាងក្នុងហ្នឹងគាត់វាជាអីឲ្យប្រកបស្ដាប់ទៅវាដូចជា software តែវាជាអីឲ្យប្រកបនៅក្នុងហ្នឹងមានរូបភាពអីដែលយើងមើលអត់ឃើញហើយលោកគ្រូមើលឃើញតាក់ទងជាមួយនឹង network monarchy ហ្នឹងខ្ញុំនិយាយបន្តិចប្រជាជនខ្មែរយើងភាគច្រើនហើយក៏ដូចជាអ្នកវិភាគភាគច្រើនហ្នឹងយើងច្រើនតែលើកឡើងថានៅក្នុងប្រទេសថៃគឺស្ដេចថៃហ្នឹងហើយមានអំណាចជាងគេក៏ប៉ុន្តែនៅពេលដែលយើងយល់ឲ្យស៊ីជម្រៅអន្តិតាក់ទងជាមួយនឹង network monarchy នេះមិនមែនស្ដេចទេដែលមានអំណាចជាងគេ network monarchy យើងយល់ពាក្យ network វាគឺជាបណ្ដាញនៅក្នុង network ហ្នឹងអត់មាននរណាធំជាងនរណាទេវាជាបណ្ដាញនៃការធ្វើការជាមួយគ្នាអញ្ចឹង network monarchy នេះខ្ញុំបែងចែកចេញជា3ក្រុមមានអ្នកខ្លះគេអាចបែងចែកចេញជា4 5 6ក្រុមអញ្ចឹងណាតែខ្ញុំបែងចែកជា3ក្រុមដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងងាយយល់3ក្រុមហ្នឹងគឺមានក្រុមណាខ្លះក្រុមទី1ហ្នឹងគឺរាជវាំងហ្នឹងហើយមានស្ដេចខ្លួនឯងហ្នឹងបណ្ដារាជវង្សានុវង្សហើយនឹងអ្នកដែលស្មោះស្ម័គ្រជាមួយនឹងស្ដេចហ្នឹងមួយក្រុមផ្សេងទៀតគឺស្អីគេគឺពួកយោធាពួកឧត្តមសេនីយ៍ធំដែលមានអំណាចខាងយោធាហ្នឹងមួយក្រុមផ្សេងទៅហើយមួយក្រុមផ្សេងទៀតហ្នឹងគេហៅអិសរជននេះមានអាណាខ្លះភាគច្រើនគឺពួកគេហៅមន្ត្រីរាជការណាមិនមែនរដ្ឋាភិបាលណាគឺមន្ត្រីរាជការធំបណ្ដាគេហៅថាអគ្គនាយកឬមួយក៏ប្រធានស្ថាប័នរដ្ឋផ្សេងហ្នឹងមន្ត្រីបច្ចេកទេសនិងអ្នកដែលរស់ស៊ីធំមួយចំនួននៅក្នុងប្រទេសថៃហ្នឹងបង្កើតបានជាក្រុមមួយយើងហៅថាពួកក្រុមអិសរជនអង់គ្លេសគេហៅថា elite ក្រុមនេះបង្កើតបានជាមួយក្រុមហើយ3ក្រុមនេះក្រុមរាជវាំងក្រុមយោធានិងក្រុម elite នេះគឺធ្វើការជាមួយនឹងគ្នាអត់មានអ្នកណាធំជាងអ្នកណាទេមិនមែនមានស្ដេចមានសិទ្ធិបញ្ជាទៅលើក្រុម2ផ្សេងទៀតឬមួយក្រុម2ផ្សេងទៀតមានអំណាចទៅលើស្ដេចជាមួយអំណាចទៅលើក្រុមមួយផ្សេងទៀតទេគឺមិនមែនមានលក្ខណៈបែបហ្នឹងទេគឺក្រុម3នេះអាចមានវត្តមានទៅបានដោយសារតែធ្វើការរំដំប្រសងគ្នាមានគេហៅ check and balance អំណាចនៅក្នុងក្រុមនឹងជាមួយគ្នាតើតែក្រុមនឹងមាន check and balance ទៅស្ថិរភាពនយោបាយរបស់ប្រទេសថៃនឹងមានស្ថិរភាពក៏ប៉ុន្តែបើក្នុងក្រុមនេះអត់មានស្ថិរភាពទេវាបង្កទៅជាអស្ថិរភាពហើយអស្ថិរភាពនឹងវាឈានទៅដល់អស្ថិរភាពនយោបាយដែលយើងមើលឃើញទៅទៀតក៏ប៉ុន្តែក្រុម network monarchy នេះណាក្រុមបណ្ដាញរាជវាំងនេះពួកគេទាំងអស់ថ្មីត្បិតតែមានការប្រតេងបន្ទង់អំណាចគ្នាមែន
ត្រូវការគ្នាមិនអាចអត់គ្នាបានដូចជាយើងមើលរឿងសាមកុកដឹងមិនអញ្ចឹងគេហៅចង្ក្រានជើង3ណាអត់អាចអត់ជើងណាបានទេអត់ជើងណាមួយគឺត្រូវតែរលំជើងណាមួយទៀបជ្រុលត្រូវតែផ្អៀងដាំបាយអត់បានហូបទេដាំសាឡតបានហូបទេអញ្ចឹងចង្ក្រានជើង3នេះគឺត្រូវតែធ្វើការឲ្យមានតលយៈភាពនឹងគ្នាអត់មានឲ្យមួយណាអំណាចជ្រុលលើសលប់ទៅលើផ្នែកមួយណាទេអញ្ចឹងកាលណាក្រុម3នេះចៃដន្យអីមានអស្ថិរភាពមានអត់មានតលយៈភាពអំណាចនៅក្នុងក្រុមនឹងបាត់ស្ថិរភាពវាបង្កជាអស្ថិរភាពប្រទៀងបន្ទងគ្នាហើយការប្រទៀងបន្ទងគ្នានឹងភាគច្រើនវាអាចបង្កទៅជាបញ្ហាចំនួនព្រំដែនជាមួយយើងទៅបញ្ហារឿងនយោបាយផ្ទៃក្នុងគណៈបកនយោបាយដែលយើងមើលឃើញគ្រប់គ្នាទៅវាអាចទៅជាបង្កបែបហ្នឹងបកទៅសំណួរលោកប្អូនវិញថាម៉េចបានយើងមើលឃើញតាក់ទងជាមួយនឹង network monarchy នេះតើ network monarchy នេះមានណាខ្លះនៅក្នុងហ្នឹងដូចខ្ញុំរៀបរាប់ចឹងមាន3ក្រុមធំហ្នឹងហើយបញ្ជាក់មកវិញ3ក្រុមធំនេះអត់មាននរណាគេមានអំណាចលើសលប់ទៅលើនរណាទេគឺត្រូវធ្វើការជុំគ្នាដើម្បីរក្សាតុល្យភាពអំណាចហើយនៅក្នុងប្រទេសថៃខ្ញុំបញ្ជាក់បន្តិចនៅក្នុងប្រទេសថៃបច្ចុប្បន្ននេះនៅពេលដែលយើងមើលភាគច្រើនយើងឲ្យតម្លៃទៅលើរដ្ឋាភិបាលថៃឬមួយរាជវាំងថៃស្ដេចថៃក៏ប៉ុន្តែអំណាចពិតប្រាកដគឺ network 3ក្រុមមិញផ្គុំចូលគ្នាអ្នកគ្រប់គ្រងអំណាចនៅក្នុងប្រទេសថៃទាំងមូលមិនមែនរដ្ឋាភិបាលហើយក៏មិនមែនតែស្ដេចមួយក្រុមនោះទេបាទចុះពេលនោះនៅក្នុងអំណាចទាំង3ដែលជា network monarchy ហ្នឹងគាត់មានទំនាស់បែបម៉េចបានវាបង្កទៅជាអស្ថិរភាពគ្នាគាត់ហើយវាជះឥទ្ធិពលហ្នឹងមកនៅក្នុងអស្ថិរភាពស្រុកថៃទើបវាយកខ្មែរយើងមកជាផ្នែកមួយនៃការបង្កចំនួនដើម្បីទាញយកអំណាចទៅកាន់ស្ថាប័ន network monarchy ពេលនោះវាមានបញ្ហាអីបានវាដល់ថ្នាក់ធ្លាយដល់យើងអូខេមុននឹងឆ្លើយសំណួរនេះខ្ញុំរុញសំណួរនេះឲ្យទៅឆ្ងាយបន្តិចតាក់ទងជាមួយនឹងមិនបានmonarchy នៅក្នុងប្រទេសថៃនេះមានវត្តមានឡើងវាតតែយើងយល់អំពីដំណើរដើមតោងនៃការកើតឡើងនៃ network monarchy ហ្នឹងតើយើងអាចយល់បានថាតើក្នុង network monarchy ហ្នឹងវាមានការប្រទៀងបន្ទង់អំណាចគ្នារបៀបម៉េចព្រោះបើតាមយើងដឹងថាស្ដេចមានអំណាចជាងគេហើយមិនស្ដេចចាំបាច់ឲ្យអំណាចទៅអាពីរក្រុមផ្សេងទៀតធ្វើអីដើម្បីឲ្យវាមានអំណាចមកប្រទៀងបន្ទង់ជាមួយខ្លួនឯងទៅអីមិនក្តោបក្តាប់អំណាចហ្នឹងតែម្នាក់ឯងទៅអញ្ចឹងនៅក្នុងប្រធានបទយើងលើកមុនយើងបាននិយាយអំពីប្រទេសថៃជាមួយលោកគ្រូញ៉ារដ្ឋាយើងក៏បាននិយាយបន្តិចបន្តួចទាក់ទងជាមួយនឹង network monarchy នេះដែរអញ្ចឹងខ្ញុំបកទៅអំពីរបបនយោបាយថៃខ្លាំងបំផុតគឺទាក់ទងជាមួយនឹងរដ្ឋប្រហារនៅក្នុងឆ្នាំ1932រដ្ឋប្រហារនៅក្នុងឆ្នាំ1932នេះគឺជារបបនយោបាយធំបំផុតនៅក្នុងប្រទេសថៃដោយសារស្អីដោយសារតែមុនឆ្នាំ1932គឺអំណាចស្ដេចគឺដាច់ណាត់តែបងស្ដេចគ្រប់គ្រងអំណាចទាំងអស់គ្រប់គ្រងស្ថាប័នទាំងអស់អត់មានអំណាចនីតិបញ្ញត្តិប្រតិបត្តិតុលាការតែមានតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ដេចទាំងអស់ក៏ប៉ុន្តែគ្រប់គ្រងនៅក្នុងហ្នឹងវាមានពួកយោធាហើយនឹងមានពួកអិសរជនដែលខ្ញុំនិយាយមិញហ្នឹងក៏វាធ្វើការឲ្យស្ដេចដូចគ្នាក៏ប៉ុន្តែក្រុមនេះគឺជាក្រុមដែលតែងតែចិញ្ចឹមចិត្តចង់បានអីគេចង់បានអំណាចយកមកកាន់ដែរនៅក្រោមការគ្រប់គ្រងរបស់ស្ដេចអត់មានសិទ្ធិក្នុងការសម្រេចអីទេអញ្ចឹងក្រុមនេះតែងតែចិញ្ចឹមចិត្តចង់បានអំណាចនឹងយកមកកាន់ដែរធ្វើការឲ្យស្ដេចតែអត់មានអំណាចតខ្លួនអញ្ចឹងក្រុមនេះរកឱកាសក្នុងការអីគេក្នុងការយកអំណាចមកកាន់ដែរអញ្ចឹងតើវាកើតមានរដ្ឋប្រហារនៅក្នុងឆ្នាំ1932កើតទៅជាមានរដ្ឋធម្មនុញ្ញនៅក្នុងប្រទេសថៃជាពិសេសគឺជារបបធំហ្នឹងគឺស្អីគេគឺប្រទេសថៃដូរឈ្មោះចេញពីសៀមមកថៃហ្នឹងឯងថៃដូរឈ្មោះនៅក្នុងរដ្ឋប្រហារឆ្នាំ1932ខ្ញុំមិនចាំថាដូរនៅឆ្នាំហ្នឹងបណ្ដោយឬមួយឆ្នាំក្រោយបន្ទាប់ពីរដ្ឋប្រហារឆ្នាំ1932មុនហ្នឹងគឺគេហៅប្រទេសសៀមបន្ទាប់ពីឆ្នាំ1932មកបានដូរទៅជាប្រទេសថៃវិញអញ្ចឹងរដ្ឋប្រហារឆ្នាំ1932នេះគឺជារដ្ឋប្រហារដែលទម្លាក់អំណាចស្ដេចទាំងអស់ដណ្ដើមអំណាចរបស់ស្ដេចយកមកទាំងអស់អញ្ចឹងអំណាចដណ្ដើមយកមកបានមកនៅក្នុងដៃរបស់ពួកយោធាហើយនិងពួកអិសរជនគឺមានសមត្ថភាពក្នុងការគ្រប់គ្រងស្ថាប័នរបស់រដ្ឋពួកយោធាគ្រប់គ្រងកងកម្លាំងយោធាអញ្ចឹងពីរនេះវាធ្វើការជាមួយគ្នាដណ្ដើមអំណាចយកមកពីស្ដេចហើយអំណាចនេះយកមកកាន់កាប់រហូតដល់25ឆ្នាំរហូតដល់ឆ្នាំ1957ក៏ប៉ុន្តែចន្លោះឆ្នាំ1932រហូតដល់ឆ្នាំ1957 25ឆ្នាំហ្នឹងណាគឺការគ្រប់គ្រងរបស់ពួកយោធានិងពួកអិសរជននេះគឺគ្រប់គ្រងប្រទេសអត់បានល្អសោះហេតុអីដោយសារតែពួកយោធាមានកងកម្លាំងនៅក្នុងដៃក៏ប៉ុន្តែអត់មានភាពស្របច្បាប់ព្រោះប្រជាជនអត់ទទួលស្គាល់ពួកអិសរជនវិញមានសមត្ថភាពក្នុងការគ្រប់គ្រងស្ថាប័នរដ្ឋទាំងអស់ក៏ប៉ុន្តែអត់មានអំណាចពិតប្រាកដក្នុងការសម្រេចចំណែកព្រះមហាក្សត្រវិញគេទម្លាក់អំណាចអស់ហើយសល់តែជានិមិត្តរូបទេជានិមិត្តរូបសម្រាប់ប្រទេសថៃអញ្ចឹងអត់មានអំណាចអីទេ
ដល់ពេលស្ថាប័នមួយខ្វះតលយៈភាពបែបហ្នឹងវាធ្វើឲ្យការគ្រប់គ្រងប្រទេសថៃហ្នឹងកាន់តែចលាចលកាន់តែមានបញ្ហាអញ្ចឹងហើយទៅក្នុងចន្លោះឆ្នាំ1932ដល់ឆ្នាំ1957ហ្នឹងគឺមានរដ្ឋបហាកើតឡើងជាច្រើនដងច្រើនសារមានគេហៅថានេះណាមានការប៉ុនប៉ងធ្វើរដ្ឋបហាហ្នឹងក៏ច្រើនដងច្រើនសារដែរអញ្ចឹងការគ្រប់គ្រងប្រទេសហ្នឹងកាន់តែរញ៉េរញ៉ៃទៅមានរដ្ឋបហាមួយថ្មីទៀតហ្នឹងគឺឆ្នាំ1957ហ្នឹងរដ្ឋបហាហ្នឹងគឺរដ្ឋបហាចុងក្រោយទម្លាក់ឧត្តមសេនីយ៍ចាស់មុនចេញហើយមានឧត្តមសេនីយ៍ថ្មីហ្នឹងគាត់ឡើងមកហើយគាត់យល់យ៉ាងច្បាស់ថាបើប្រទេសថៃនៅបន្តគ្រប់គ្រងបែបហ្នឹងទៀតណាគឺអាចគ្រប់គ្រងប្រទេសបានណាបរិបទពិភពលោកពេលហ្នឹងផងមិនហ្នឹងចប់សង្គ្រាមលោកលើកទី1ហើយភាពចលាចលឈាននឹងអាចចូលទៅដល់បកសង្គ្រាមលោកលើកទី2នៅឆ្នាំ1940ជាងហ្នឹងចន្លោះពេលហ្នឹងធ្វើឲ្យឧត្តមសេនីយ៍ហ្នឹងដឹងច្បាស់ថាអាចគ្រប់គ្រងប្រទេសថៃតាមបែបហ្នឹងទៀតទេត្រូវតែធ្វើឲ្យមានតលយៈភាពអំណាចរវាង3ក្រុមហ្នឹងទី1គឺរាជវាំងគឺស្ដេចទី2ពួកយោធាទី3គឺពួកអិសរាជជនហ្នឹងចឹងហើយទៅឧត្តមសេនីយ៍ហ្នឹងក្រោយពីធ្វើរដ្ឋបហាទម្លាក់ឧត្តមសេនីយ៍មួយប្រហែលជាបងប្អូនមួយចំនួនបានស្គាល់ហើយគេហៅឈ្មោះថាផ្លែងពិបុលសង្គ្រាមហ្នឹងធ្វើរដ្ឋបហាទម្លាក់អាប៉ែហ្នឹងចេញទៅឧត្តមសេនីយ៍ថ្មីហ្នឹងក៏ទៅយកស្ដេចមកវិញបកគលអំណាចឲ្យស្ដេចវិញហើយដើម្បីបកគលអំណាចស្ដេចបានហ្នឹងគឺពួកហ្នឹងព្យាយាមឡងសេស្ដេចខ្លាំងមែនទេព្យាយាមឲ្យស្ដេចរាមាទី9ហ្នឹងណាចុះទៅតាមមូលដ្ឋានចុះទៅតាមជនបទហ្នឹងដើម្បីធ្វើកំណែតម្រង់វិស័យកសិកម្មជួយប្រជាកសិករដើម្បីកសាងរូបភាពរបស់ស្ដេចហ្នឹងឲ្យល្អមកវិញធ្វើឲ្យប្រជាជនហ្នឹងគោរពស្រឡាញ់ហើយស្ដេចហ្នឹងក៏ទទួលស្គាល់យោធាក៏ស្របច្បាប់ពួករដ្ឋាភិបាលពួកគេហៅអិសរាជជនមិញណាគ្រប់គ្រងរដ្ឋាភិបាលក៏អាចគ្រប់គ្រងបានសិតតែស្របច្បាប់ហើយមានសិទ្ធិសម្រេចទាំងអស់គ្នាអញ្ចឹង3ក្រុមនេះមកចាប់ដៃគ្នាដើម្បីគ្រប់គ្រងរដ្ឋាភិបាលហើយចាប់ដើមពីដំបូងមកការគ្រប់គ្រងក៏វាអត់ទាន់មានសមតុល្យល្អវានៅប្រទៀងបន្ទងគ្នាឡើងចុះរហូតអញ្ចឹងណាអញ្ចឹងការគ្រប់គ្រងបែបនឹងប្រទៀងបន្ទងរហូតនៅក្នុងរាជរបស់ស្ដេចរាមាទី9ហ្នឹងណាបានគ្រប់គ្រងបែបហ្នឹងរហូតដល់គាត់អាចកាន់អំណាចរហូតដល់70ឆ្នាំបានគាត់កាន់អំណាចនឹង70ឆ្នាំបានដោយសារតែគាត់ចេះគេហៅថាធ្វើតលយៈភាពរវាងអំណាចទាំង3ហ្នឹងណាធ្វើបែបហ្នឹងគាត់អាចកាន់កាប់ប្រទេសបានរហូតដល់70ឆ្នាំអញ្ចឹងក៏ប៉ុន្តែដូចខ្ញុំបញ្ជាក់សំណួរលោកប្អូនណាមានន័យថាការប្រទេសបន្ទងអំណាចគ្នាមានតាំងពីហ្នឹងមកអញ្ចឹងហើយទៅខ្ញុំបកទៅមិនឲ្យបងប្អូនប្រជាពលរដ្ឋយើងអាចស្ដាប់ទៅយល់បានថាស្ដេចមានអំណាចចង្លាប់ហេតុអីបានឲ្យអំណាចនឹងទៅគេមិនមែនគាត់ឲ្យអំណាចនឹងទៅគេទេពីដើមមកគាត់ត្រូវបានគេដណ្ដើមអំណាចចាញ់ហើយ25ឆ្នាំអត់មានអំណាចអីដល់សោះអំណាចហ្នឹងគឺគេបកគលទៅឲ្យគាត់វិញហើយបកគលហ្នឹងមិនមែនជាចិត្តសប្បុរសទៀតគឺគេដឹងអំពីភាពចាំបាច់របស់គាត់ប្រជាពលរដ្ឋស្រឡាញ់គាត់គេទទួលស្គាល់តែអំណាចស្ដេចទេយោធាគេអត់ទទួលស្គាល់តែគ្រប់គ្រងប្រទេសអត់កើតពួកអិសរាជជនក៏អញ្ចឹងស្ដេចមានតែឈ្មោះអត់អាចគ្រប់គ្រងកើតប្រទេសចលាចលអញ្ចឹងចាប់ដៃគ្នាដើម្បីបង្កើតបានទៅជាដែលយើងនាំនេះហៅថា network monarchy ហ្នឹងគឺមាន3ក្រុមហ្នឹងតែ3ក្រុមហ្នឹងគឺអំណាចហ្នឹងគឺតែងតែប្រទេសបន្ទងគ្នារហូតក៏ប៉ុន្តែស្ដេចរាមាទី9គាត់មានទេពកោសល្យខ្លាំងក្នុងការ balance ក្នុងការរក្សាតុល្យភាពអំណាចទាំង3ហ្នឹងណាឲ្យ3ក្រុមហ្នឹងគឺអាចទទួលបានផលប្រយោជន៍ស្មើគ្នាមានអំណាចស្មើគ្នាទៅប្រទេសថៃនឹងមានស្ថិរភាពនយោបាយមកដល់បច្ចុប្បន្នអញ្ចឹងមិនខ្វល់ថាប្រទេសថៃក្រោយមកទៀតមានរដ្ឋបហាប្រមាណដងឯងក៏ប្រទេសថៃអាចទៅជាស្អីបានដែរព្រោះអំណាចពិតប្រាកដនៅនោះទេរដ្ឋាភិបាលគណៈបកនយោបាយឡើងមករបៀបម៉េចក៏អត់មានបញ្ហាអីដែរវាអាចប៉ះពាល់តិចតួចក៏ប៉ុន្តែ network នឹងឲ្យតែគេរក្សា balance នៅក្នុងអំណាចទាំង3ក្រុមនឹងបាននោះនយោបាយនៅក្នុងប្រទេសថៃគឺអត់មានបញ្ហាទេក៏ប៉ុន្តែខ្ញុំបញ្ជាក់បន្តិចថាក្រុមទាំង3នេះគេដឹងយ៉ាងច្បាស់ថាប្រទេសថៃគេហៅថារបបពិភពលោកណាប្រទេសគេដែលមានទំនាក់ទំនងជាមួយពិភពលោកត្រូវតែប្រកាន់របបប្រជាធិបតេយ្យត្រូវតែមានការបោះឆ្នោតហើយអញ្ចឹងទៅគេអនុញ្ញាតគេគ្រប់គ្រងប្រទេសបានតែគេនៅតែអនុញ្ញាតឲ្យមានអីគេគណៈបកនយោបាយលទ្ធិប្រជាធិបតេយ្យបង្កើតជារដ្ឋាភិបាលស៊ីវិលមកតាមរយៈការបោះឆ្នោតមកដើម្បីបង្កើតក្រុមនឹងមកព្រោះទំនោរប្រជាជនទំនោរពិភពលោកដាច់ខាតត្រូវតែមានលទ្ធិប្រជាធិបតេយ្យមានការបោះឆ្នោតហើយក៏ប៉ុន្តែគោលដៅធំបំផុតរបស់ network monarchy ហ្នឹងគឺរក្សាអីគេរក្សាស្ថិរភាពនយោបាយអញ្ចឹងគេឲ្យមានលទ្ធិប្រជាធិបតេយ្យតែពួក3ក្រុមនេះបើទោះបីជាប្រទេសបន្ទងគ្នាក៏ដោយក៏ប៉ុន្តែគោលដៅរួមរបស់គេគឺស្ថិរភាពនយោបាយអញ្ចឹងស្អីដែលគេធ្វើគឺគេត្រូវគ្រប់គ្រងរឿងពួកកំណែតម្រង់នេះឲ្យជាប់តើតែគេគ្រប់គ្រងកម្លាំងឆន្ទៈរបស់ប្រជាជនចង់ឲ្យមានការផ្លាស់ប្ដូរនេះបានទៅគេអាចរក្សាស្ថិរភាពបានទៅអំណាចរបស់គេនៅក្នុងដៃរបស់គេបានអញ្ចឹងសូមចែកលេខប៉ុណ្ណឹងសិន
ហ្នឹងលោកគ្រូមិញលោកគ្រូបានរំលឹកបន្តិចដែរពាក់ព័ន្ធជាមួយនឹងភាពឆ្លាតវៃរបស់ស្ដេចពីមុនរបស់ថៃណាហើយបន្ទាប់មកហ្នឹងបានស្ដេចថ្មីឡើងមកអញ្ចឹងលោកគ្រូអាចប្រៀបធៀបបន្តិចបានទេពីភាពខុសគ្នារវាងស្ដេចពីមុនស្ដេចចាស់ហ្នឹងជាមួយស្ដេចថ្មីហ្នឹងថាវាថាស្ដេចថ្មីហ្នឹងគាត់ balance network monarchy ហ្នឹងបានល្អដូចស្ដេចចាស់អត់ហើយមូលហេតុអីដែរអញ្ចឹងតើតួជាមួយនឹង network monarchy នេះដូចខ្ញុំបញ្ជាក់អញ្ចឹងការ balance អំណាចទាំង3ក្រុមនេះគឺស្ដេចរ៉ាម៉ាទី9ណាភូមិមីបុលអាប់ឌុលយ៉ាដេតណាគាត់មានភាពប៉ិនប្រសប់ក្នុងការរក្សាតុល្យភាពអំណាចណារក្សាផលប្រយោជន៍រវាងក្រុមទាំង3ហ្នឹងអញ្ចឹងធ្វើឲ្យអំណាចរបស់គាត់នឹងបានយូរអង្វែងអំណាចទាំង3នេះដូចខ្ញុំនិយាយអញ្ចឹងអត់មានអ្នកណាគេមានអំណាចដាច់មុខទៅលើនរណាទេក៏ប៉ុន្តែដោយឡែកនៅឆ្នាំ2016បន្ទាប់ពីស្ដេចរ៉ាម៉ាទី9សោយទីមង្គតទៅរ៉ាម៉ាទី10ដែលយើងស្គាល់គ្រប់គ្នាហ្នឹងគេហៅថាស្ដេច gangster ហ្នឹងណាបានឡើងមកកាន់អំណាចណាស្ដេចនេះគាត់ចាប់ផ្ដើមធ្វើកំណែតម្រង់ច្រើនមែនទែនមានន័យថាទៅក៏កកកាយនៅ network monarchy នេះគាត់ទៅកកកាយរឿងអីខ្លះទី1គាត់ព្យាយាមប្រមូលអំណាចយកមកកាន់ក្នុងដៃរបស់គាត់អញ្ចឹងអំណាច network monarchy ដែលធ្លាប់មានតុល្យភាពពីមុនមកណាឥឡូវចាប់ផ្ដើមបាត់ balance ចាប់ផ្ដើមបាត់តុល្យភាពនៅក្នុងស្ដេចនៅក្នុងចំនួនស្ដេចរ៉ាម៉ាទី10នេះណាអញ្ចឹងវាធ្វើឲ្យចាប់ផ្ដើមមានអស្ថិរភាពbalance នៅក្នុង network monarchy ខ្លួនឯងផងអញ្ចឹងរឿងនៅក្នុងប្រទេសថៃមាន2មានន័យថា1ទំនោររបស់ប្រជាជនដែលចង់មានការផ្លាស់ប្ដូរកាន់តែកើនឡើងខ្ពស់2គឺមកដល់រាជស្ដេចថ្មីនេះគឺបាត់តុល្យភាពអំណាចនៅក្នុង network monarchy ហ្នឹងអញ្ចឹងរឿង2នេះគឺជារឿងដែលត្រូវដោះស្រាយជាបន្ទាន់ហ្នឹងអញ្ចឹងហើយដើម្បីដោះស្រាយបញ្ហានេះហើយទៅវាអាចទៅវាបង្កជាបញ្ហាដូចយើងឃើញបញ្ហាព្រំដែនជាមួយយើងណាបញ្ហាព្រំដែនជាមួយយើងហ្នឹងគឺជារឿងមួយដែលគេលើកយកមកដើម្បីទៅដោះស្រាយបញ្ហាផ្ទៃក្នុងទាំងពីរហ្នឹងទី1គឺដើម្បីដោះស្រាយបញ្ហាប្រជាជនដែលចង់មានកំណែតម្រង់ទី2ដើម្បីរក្សាតុល្យភាពអំណាចនៅក្នុង network monarchy វិញបាទឥឡូវយើងសរុបមកដល់យើងបានយល់ពី network monarchy ហ្នឹងរៀងគួរសមរៀងច្រើនដែរអញ្ចឹងណាលោកគ្រូហើយខ្ញុំបានឃើញ comment មួយរបស់បងប្អូនយើងនៅក្នុងវីដេអូរបស់លោកគ្រូណាថាក្នុងពេលបច្ចុប្បន្នហ្នឹងយើងមិននិយាយរឿងយើងហើយនឹងនិយាយរឿងគេតែអីអញ្ចឹងណាហើយយើងនិយាយរឿងគេហ្នឹងបានប្រយោជន៍អីវាអញ្ចឹងណាលោកគ្រូអូខេអត់តេតងនិយាយជាមួយអត់និយាយតែរឿងគេអត់និយាយរឿងយើងខ្ញុំចង់ឲ្យបងប្អូនប្រហែលជាបងប្អូនខ្លះអ្នកធ្លាប់តាមដានរឿងចិនណាអាចនឹងយល់អាចធ្លាប់ឃើញទ្រឹស្ដីមួយរបស់ស៊ុនអ៊ូគាត់លើកថាយ៉ាងម៉េចគាត់ថាស្គាល់ខ្លួនឯងស្គាល់សត្រូវច្បាំង100ដងឈ្នះ100ដងមិនចឹងទេស្គាល់ខ្លួនឯងស្គាល់សត្រូវមិនមែនយើងមិនស្គាល់ខ្លួនឯងមិនមែនយើងមិននិយាយរឿងខ្លួនឯងរឿងខ្លួនឯងក៏និយាយរឿងសត្រូវក៏យើងត្រូវតែនិយាយដើម្បីឲ្យយើងស្គាល់គេស្គាល់អំពីបញ្ហានៅក្នុងប្រទេសគេដើម្បីឲ្យយើងអាចទប់ទល់ជាមួយគេបានដោយរបៀបម៉េចហើយអីបានជាខ្ញុំលើកមកតាក់ទងជាមួយនឹង network monarchy នេះហើយព្យាយាមបកស្រាយមិញហ្នឹងឲ្យបងប្អូនប្រជាពលរដ្ឋយើងយល់ដើម្បីអីព្រោះថាពេលខ្លះយើងមើលអត់យល់ថានរណាគេជាអ្នកបង្កសង្គ្រាមបង្កបញ្ហាព្រំដែនជាមួយយើងទេអញ្ចឹងអាការដែលយើងឆ្លើយតបយើងចេះឆ្លើយតបបរោះហើយយើងគិតថាប្រជាជនថៃហ្នឹងឯងចង់បានដីយើងឆ្លើយតបជេរបន្តិចផ្ដាសាគ្នាជាមួយនឹងប្រជាជនថៃទៅហើយយើងថារដ្ឋាភិបាលយើងថាអាណត្តិហ្នឹងឯងចង់បានដីយើងចង់បង្កចំនួនយើងចេះតែជេរផ្ដេសផ្ដាទៅដោយសារតែយើងមើលអត់យល់ស្ថានភាពនៅថៃយើងអត់មើលថាអត់យល់ថាតើនរណាគេដែលជាអ្នកចង់បង្កចំនួនជាមួយយើងពិតប្រាកដហ្នឹងអញ្ចឹងយើងឆ្លើយតបទៅខុសរហូតឆ្លើយតបទៅខុសมันអាចដោះស្រាយបញ្ហាបានផងវាធ្វើឲ្យបញ្ហាហ្នឹងកាន់តែធំទៅផងអញ្ចឹងហើយទៅដាច់ខាតយើងត្រូវតែស្វែងយល់ពីគេឲ្យបានច្បាស់ដើម្បីអីដើម្បីយើងអាចទប់ទល់ជាមួយគេបានដោះស្រាយបញ្ហាដែលកំពុងតែមានជាមួយគ្នាផងហើយនឹងបង្ការកុំឲ្យមានបញ្ហាតទៅថ្ងៃមុខទៀតបានអញ្ចឹងហើយទៅយើង2-3វីដេអូណា2-3ដងដែលយើងនាំគ្នាទៅតែនិយាយអំពីស្ថានភាពនៅក្នុងប្រទេសថៃហ្នឹងហើយលោកគ្រូអញ្ចឹងបើសិនជាយើងដឹងពីស្ថានភាពរបស់សត្រូវយើងហើយតើយើងប្រជាជនយើងនៅពេលដែលដឹងហើយហ្នឹងគួរតែប្រកាន់អិរិយាបថរបៀបម៉េចទាំងប្រជាជនយើងទាំងរដ្ឋាភិបាលក៏ដោយហ្នឹងណាតើគាត់គួរតែប្រកាន់អិរិយាបថរបៀបម៉េចឲ្យស្របជាមួយនឹងស្ថានភាពបច្ចុប្បន្នហ្នឹងលោកគ្រូហើយយើងបន្ថែមពីលើសំណួរហ្នឹងមួយទៀតដែរហ្នឹងគឺតើនៅពេលដែលអនុทิនគាត់ជាប់ឆ្នោតអញ្ចឹងតើសង្គ្រាមលើកទី3ហ្នឹងអាចទៅកើតឡើងអត់លោកគ្រូអូខេតេតងជាមួយនឹងសង្គ្រាមលើកទី3នេះមិញខ្ញុំបានឆ្លើយបន្តិចតេតងជាមួយនឹងគោលដៅរបស់គេបានសម្រេចហើយឬនៅអញ្ចឹងខ្ញុំបកទៅបន្តិចថាដោយសារតែនៅក្នុងប្រទេសថៃស្ថានភាពនយោបាយនៅក្នុងប្រទេសថៃស្ថានភាពនយោបាយbalance អំណាចនៅក្នុង network monarchy ហើយនឹងស្ថានភាពនយោបាយនៃពួកកំណែតម្រង់ហ្នឹងវាចេះតែកើនឡើង
ចឹងស្ថានភាពនយោបាយថៃគឺជាបញ្ហាមួយដែលមិនអាចដោះស្រាយបានទេស្ដេចថៃពួក network monarchy នឹងព្យាយាមបលិនព្យាយាមរក្សាតុល្យភាពរក្សាគេហៅស្ថិរភាពហ្នឹងណាក៏ប៉ុន្តែជាបញ្ហាដែលមិនអាចដោះស្រាយបានទេអញ្ចឹងដើម្បីបង្វែរស្ថានភាពដើម្បីដោះស្រាយបញ្ហាមួយពេលមិនមែនដោះស្រាយបញ្ហាណាដើម្បីបន្លាប់បញ្ហាមួយពេលហ្នឹងណាស្ដេចថៃគឺត្រូវតែរកវិធីសាស្ត្រដើម្បីបន្លាប់ហើយវិធីមួយដែលមានប្រសិទ្ធភាពបំផុតហ្នឹងគឺស្វែងរកសត្រូវជុំវិញខ្លួនដើម្បីបង្កចំនួនបញ្ហាព្រំដែនវាតតែមានបញ្ហាព្រំដែនទៅប្រជាជនដែលចង់មានកំណែតម្រង់ហ្នឹងគេភ្លេចគិតរឿងកំណែតម្រង់ហើយងាកមកគ្រប់គ្រងស្ដេចងាកមកគ្រប់គ្រងយោធាវិញហើយពួកនៅក្នុង network នោះដែលមានគេហៅថាអត់មានតុល្យភាពដែលអត់មានគេហៅអីគេតុល្យភាពឬមួយមានស្ថិរភាពនៅក្នុងហ្នឹងណាអំណាចជាមួយគ្នាហ្នឹងណាពួកនឹងព្យាយាមមានភាគីខ្លះព្យាយាមបង្កបញ្ហាដើម្បីឲ្យខ្លួនឯងហ្នឹងបានអំណាចមកវិញដូចខ្ញុំឧទាហរណ៍បកទៅតាក់ទងជាមួយនឹងកំណែតម្រង់របស់ស្ដេចថ្មីណាស្ដេចរាមាទី10ហ្នឹងគាត់ព្យាយាមខ្វាមអំណាចយកមកកាន់កាប់ខ្លួនឯងធ្វើឲ្យពួកយោធាមួយចំនួនយោធាតំបន់មួយចំនួនហ្នឹងបាត់បង់អំណាចអញ្ចឹងពួកយោធាហ្នឹងត្រូវតែរកវិធីសាស្ត្រដើម្បីអីដើម្បីឲ្យស្ដេចហ្នឹងដឹងខ្លួនថាពួកយោធាក៏មានសារៈសំខាន់ដែរដើម្បីឲ្យប្រជាជនថៃដឹងថាពួកយោធាក៏សំខាន់ដែរអញ្ចឹងមានក្រុមយោធាមួយក្រុមហ្នឹងក៏មានចេតនាក្នុងការបង្កចំនួនព្រំដែនជាមួយយើងដែរអញ្ចឹងបង្កចំនួនព្រំដែនជាមួយយើងហ្នឹងដោះស្រាយបញ្ហា2បោះស្រាយបញ្ហាទី1ហ្នឹងគឺដើម្បីអីគេដើម្បីបង្វែរចំណាប់អារម្មណ៍បង្វែរឆន្ទៈរបស់ប្រជាជនដែលចង់ឲ្យមានកំណែតម្រង់ហ្នឹងឲ្យឈប់គិតរឿងកំណែតម្រង់ទី1ទី2ទៀតហ្នឹងគឺពួកយោធាបង្កចំនួនហ្នឹងដើម្បីទាញអំណាចយកមកវិញកុំឲ្យស្ដេចខ្វាមអំណាចយកទៅកាន់កាប់តែឯងអញ្ចឹងពួកហ្នឹងបង្កចំនួនមកបែបហ្នឹងអញ្ចឹងបកទៅរឿងថាបន្ទាប់ពីបង្កចំនួនជាមួយនឹងកម្ពុជាយើង2ដងតើគោលដៅរបស់គេបានសម្រេចហើយនៅខ្ញុំឆ្លើយមិញគោលដៅរបស់គេបានសម្រេចហើយគោលដៅក្នុងការបំបែកឆន្ទៈរបស់ប្រជាពលរដ្ឋបន្ទាប់ពីលទ្ធផលបោះឆ្នោតចេញមកយើងដឹងថាគោលដៅរបស់គេហ្នឹងបានសម្រេចហើយមិនអញ្ចឹងបំបែកប្រជាជនឆន្ទៈរបស់ប្រជាជនចង់ឲ្យមានការផ្លាស់ប្ដូរហ្នឹងឈប់ចង់មានការផ្លាស់ប្ដូរអញ្ចឹង1ទី2ពួកយោធាថៃដែលពីមុនមកនៅពេលដែលស្ដេចរាមាធ្វើកំណែតម្រង់ដកអំណាចពីគាត់ណាពេលនេះមានយោធាមួយចំនួនហ្នឹងគឺបានអំណាចនឹងមកវិញហើយបានការស្រឡាញ់គាំទ្រពីប្រជាជនវិញហើយដូចយើងឃើញណាគេដែលមេភូមិភាគ2ណាឈ្មោះអីគេស្អីផាត់បាត់ឃ្លាំងហើយយើងហៅបាត់ឃ្លាំងណាយើងឃើញប្រជាប្រិយគាត់ឡើងបែបណាអំណាចរបស់គាត់ឡើងបែបណាដោយសារតែការធ្វើសង្គ្រាមអញ្ចឹងគោលដៅមួយចំនួនធំរបស់ពួកយោធាហ្នឹងក៏បានសម្រេចដែរបកមកឆ្លើយទាំងសំណួរអូនវិញថាបន្ទាប់ពីគណៈបកនយោបាយអនុទានជាប់ទៅតើអាចទេដែលមានសង្គ្រាមឬមួយការឈ្លានពានជាលើកទី3មកលើកម្ពុជាទៀតខ្ញុំសូមឆ្លើយរៀងតប៉ែនតិចកន្លែងនេះបើទោះបីជាគោលដៅរបស់គេបានសម្រេចមួយចំនួនធំហើយក៏ដោយក៏ប៉ុន្តែភ្លើងកំហឹងជាតិសាសន៍ដែលគេប្រឆេះមកណាมันអាចតន់ពន្លត់បានភ្លាមទេมันតន់អាចពន្លត់បានភ្លាមទេអញ្ចឹងគេត្រូវតែបន្តលេងអានឹងបន្តទៅមុខទៀតអញ្ចឹងគណៈបកណាក៏ដោយដែលជាប់ឆ្នោតមកដូចខ្ញុំនិយាយអញ្ចឹងថាវាអត់អាចមកកែប្រែធម្មជាតិនៃចំនួនរវាងកម្ពុជានិងថៃបានទេព្រោះភ្លើងហ្នឹងវាបានប្រឆេះរួចមកហើយអញ្ចឹងយើងត្រូវរកអេឡង់របៀបម៉េចដើម្បីពន្លត់ភ្លើងហ្នឹងទៅវិញគណៈបកអនុទានបច្ចុប្បន្នណាក៏ដូចជាពួករាជវាំង network monarchy បច្ចុប្បន្នណាបច្ចុប្បន្ននេះគឺគេអត់ចង់បកកចំនួនអីតទៅមុខទៀតទេដូចខ្ញុំនិយាយអញ្ចឹងគោលដៅដែលគេចង់បានគេបានរួចបាត់ទៅហើយមានបងប្អូនខ្លះនៅតែទទូចថាពួកនឹងចង់បានដីយើងដូចខ្ញុំនិយាយអញ្ចឹងមិនមែនគេមិនចង់បានទេបើគេយកបានបើគេអាចយកបានណាគេយកតតែបានហ្នឹងក៏ប៉ុន្តែអានេះមិនមែនជាគោលដៅធំរបស់គេទេគោលដៅធំរបស់គេដូចខ្ញុំបានរាយរាប់មកសបកមកអញ្ចឹងគោលដៅធំគេហើយបច្ចុប្បន្នហ្នឹងគោលដៅធំរបស់គេនឹងភាគច្រើនគឺបានសម្រេចបាត់ទៅហើយក៏ប៉ុន្តែវានៅសល់អីនៅសល់ល្ងើកភ្លើងដែលពួកគេនាំគ្នាប្រឆេះមកព្រោះដើម្បីសម្រេចបានមហិច្ឆតារបស់ពួកគេនេះគឺពួកហ្នឹង network monarchy ហ្នឹងគេទៅប្រឆេះកំហឹងពូជសាសន៍គេទៅរំគាស់គេហៅថាពួកជាតិនិយមជ្រុលរបស់ថៃហ្នឹងកោះពួកហ្នឹងឡើងមកហើយកោះពួកហ្នឹងឡើងមកភ្លើងកំហឹងជាតិសាសន៍ហ្នឹងឆេះឡើងមកហើយមិនមែនចេះតែចង់ពលត់បានទេក៏ប៉ុន្តែនៅពេលដែលគោលដៅរបស់គេបានសម្រេចហើយគេចង់តែពលត់ទេពេលនេះគឺគេចង់បំផុតហ្នឹងគឺគេចង់ពលត់ភ្លើងហ្នឹងដោះស្រាយបញ្ហាហ្នឹងក៏ប៉ុន្តែគេត្រូវដោះស្រាយដោយយុទ្ធសាស្ត្របំផុតខាងរដ្ឋាភិបាលរបស់អនុទានដែលឡើងមកថ្មីហ្នឹងក៏ចង់ពលត់ភ្លើងហ្នឹងក៏ចង់ដោះស្រាយបញ្ហាហ្នឹងខាង network monarchy ក៏ចង់ពលត់ភ្លើងហ្នឹងដែរ
ក៏ប៉ុន្តែភ្លើងនឹងអាចពន្លត់បានឬមិនបានមិនអាស្រ័យទៅលើគេទាំងស្រុងទេគឺវាអាស្រ័យមកខាងប្រជាជនប្រជាពលរដ្ឋខ្មែរយើងដែរថាបើសិនជាយើងនៅតែឡងទៅឡងមកឌឺទៅឌឺមកលេបខាយទៅលេបខាយមកនោះភ្លើងនេះអាចពន្លត់ទេហើយតែភ្លើងនេះអាចពន្លត់បាននោះបញ្ហាអាចដោះស្រាយបានទេតែបកទៅឆ្លើយសំណួរអូនរៀងតប៉ែបន្តិចថាអាចមានការប៉ះទង្គិចជាលើកទី3ដែរឬអត់ដូចខ្ញុំនិយាយចឹងភ្លើងនឹងឆេះរួចមកហើយក៏ប៉ុន្តែយ៉ាងហោចណាស់បើមានការប៉ះទង្គិចគ្នាណាបើអនុទានជាប់ការប៉ះទង្គិចគ្នានឹងក៏មិនសូវធ្ងន់ដោយគណៈបកផ្សេងទៀតជាប់ដែរលទ្ធភាពនៃការប៉ះទង្គិចគ្នាគឺលទ្ធភាពច្រើនក៏ប៉ុន្តែបើអនុទានជាប់អាការទំហំនៃការប៉ះទង្គិចគ្នានឹងអាចតូចជាងបាទហ្នឹងហើយលោកគ្រូនិយាយមិញហ្នឹងខ្ញុំផុសសំណួរមួយមកភ្លាមហ្នឹងគឺបើសិនជាយោធាគាត់តែចង់បានអំណាចដែលថាចង់ម្លែកអំណាចពីស្ដេចឬមួយក៏ពីរដ្ឋាភិបាលស៊ីវិលហ្នឹងមកគាត់មិនធ្វើរដ្ឋប្រហារហ្មងទៅគាត់ចាំបាច់មកធ្វើសង្គ្រាមជាមួយនឹងខ្មែរយ៉ាងទៅអីចឹងលោកគ្រូអូខេតាក់ទងជាមួយនឹងបញ្ហារដ្ឋប្រហារនេះអូនរាល់ដងរដ្ឋប្រហារអូនឯងធ្វើរដ្ឋប្រហារទម្លាក់នរណាគេត្រូវដឹងណាធ្វើរដ្ឋប្រហារទម្លាក់នរណាគេព្រោះយោធាប្រទេសបន្ទង់អំណាចជាមួយខាងស្ដេចប្រទេសបន្ទង់អំណាចជាមួយនឹងពួកអេលីតក៏ដោយពួកអេសរជនក៏ដោយក៏ប៉ុន្តែ3ក្រុមនេះគឺអាចអត់នរណាបានទេអញ្ចឹងពេលនរណាប្រើពាក្យថារដ្ឋប្រហារទៅទម្លាក់នរណាគេទម្លាក់រដ្ឋាភិបាលស៊ីវិលដែលបោះឆ្នោតហ្នឹងទម្លាក់បានប្រយោជន៍អីអំណាចនៅណេះហ្នឹងក៏ប៉ុន្តែទៅតវ៉ាដោយមាត់នឹងគ្នាក៏អត់ប្រយោជន៍ដែរក្រុមហ្នឹងមិនមែនតវ៉ាគ្នាដោយមាត់ទេគឺជាការបញ្ជូនសារឲ្យគ្នាទៅវិញទៅមកការបញ្ចេញសកម្មភាពឲ្យភាគីម្ខាងទៀតដឹងអញ្ចឹងពួកយោធាហ្នឹងស្ដេចព្យាយាមធ្វើកំណែតម្រង់តេងអំណាចរបស់ខ្លួនយកទៅពួកយោធានេះឃើញអញ្ចឹងព្យាយាមធ្វើសកម្មភាពអីមួយដើម្បីបញ្ជូនសារទៅស្ដេចថាខ្ញុំក៏នៅនឹងដែរកុំឲ្យភ្លេចខ្ញុំឲ្យសោះថាខ្ញុំក៏សំខាន់ដែរអញ្ចឹងយោធាដូចអូនសំណួរអូនថាម៉េចមិនធ្វើរដ្ឋប្រហារទៅបើធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលបោះឆ្នោតហ្នឹងអត់ប្រយោជន៍ទេហើយការធ្វើរដ្ឋប្រហារម្ដងគឺធ្វើឲ្យគេឈ្មោះពួកយោធាហ្នឹងកាន់តែអាប់អោនផ្ទុយទៅវិញបើទៅធ្វើរដ្ឋប្រហារទម្លាក់ស្ដេចឬមួយរដ្ឋប្រហារទម្លាក់ពួកអិសរាជជនចក្រានជើង3បាត់មួយណាក៏បានដែរអញ្ចឹងมันអាចទៅធ្វើរដ្ឋប្រហារបែបហ្នឹងបានដែរអញ្ចឹងអំណាចទាំង3នៅក្នុង network monarchy ហ្នឹងគឺទៅតែរក្សាក៏ប៉ុន្តែការប្រើបច្ចេកទេសយ៉ាងម៉េចដើម្បីបានអំណាចមកខ្លួនវិញប្រទេសអំណាចយកមកឲ្យខ្លួនឯងវិញហ្នឹងណាមកក្រុមហ្នឹងមានបច្ចេកទេសរៀងៗខ្លួនក្រុមរាជវង្សទៅដើម្បីទាញអំណាចយកមកខ្លួនហ្នឹងគេមានបច្ចេកទេសរបស់គេទៅពួក elite ពួកអិសរាជជនដើម្បីប្រទេសអំណាចយកមកខាងគេមានបច្ចេកទេសរបស់គេទៅពួកយោធាបច្ចេកទេសរបស់គេផ្សេងទៅហើយបច្ចេកទេសដែលយើងច្រើនតែឃើញបំផុតហ្នឹងគឺការបង្កចំនួនជាមួយនឹងប្រទេសជិតខាងហើយដែលបញ្ហាដែលយើងត្រូវផ្ដោតសំខាន់ហ្នឹងថាប្រទេសជិតខាងមាន4ហេតុអីបានជាគេរើសយកខ្មែរយើងហ្នឹងទៅជាកន្លែងបង្កចំនួនអញ្ចឹងសួរសំណួរហ្នឹងមកដល់ថាមិនបានគេរើសយកតែខ្មែរយើងអញ្ចឹងណាមិនក៏ភ័ព្វណាខ្មែរយើងអូខេតាក់ទងជាមួយនឹងការជ្រើសរើសខ្មែរយើងដូចខ្ញុំនិយាយអញ្ចឹងស្ថានភាពនយោបាយថៃដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងរបស់គេទាំងក្នុង network ទាំងក្រៅ network របស់គេក៏ដោយគឺដាច់ខាតគេត្រូវតែរកកន្លែងដើម្បីបង្វែរសាច់រឿងហើយគេត្រូវតែជ្រើសរើសយកការបង្កចំនួនជាមួយនឹងប្រទេសជិតខាងដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងរបស់គេរឿងនេះគឺជារឿងដែលមិនអាចជៀសផុតថៃមិនមែនគេចង់ទេតែដាច់ខាតគេត្រូវតែធ្វើបែបហ្នឹងដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងអញ្ចឹងត្រូវតែបង្កបញ្ហាជាមួយនឹងប្រទេសជិតខាងអញ្ចឹងនៅពេលដែលគេសម្លឹងមើលប្រទេសជិតខាងទាំងអស់ជាពិសេសប្រទេសជិតខាងរបស់ថៃមាន4មានកម្ពុជាឡាវភូមាហ្នឹងម៉ាឡេនៅពេលដែលគេសម្លឹងឡើងសម្លឹងចុះគេឃើញថាកម្ពុជាគឺជាប្រទេសដែលគួរឲ្យបង្កបញ្ហាជាមួយគេដោយសារអីនៅពេលដែលយើងជ្រើសរើសចង់ទៅបង្កចំនួនជាមួយនរណាគេយើងតែងតែកាល់កាឡេយើងហៅគណនាមើលថាតើចំណេញអីខាតអីនៅពេលដែលក្រមយោធាជ្រើសរើសយកកម្ពុជាយើងដើម្បីបង្កចំនួនទៅណានៅពេលដែលគេគណនាទៅគេឃើញថាកម្ពុជាយើងបង្កជាមួយចំនួនជាមួយយើងហ្នឹងបានចំណេញច្រើនខាតតិចចំណេញច្រើនខាតតិចអញ្ចឹងគេជ្រើសរើសកម្ពុជាអញ្ចឹងកន្លែងនេះខ្ញុំសូមបកស្រាយបន្តិចតាក់ទងជាមួយនឹងប្រទេស3ផ្សេងទៀតវីដេអូមុនក៏ធ្លាប់បកស្រាយដែរយ៉ាងថាចុះប្រទេសឡាវមើលទៅកម្លាំងសេដ្ឋកិច្ចកម្លាំងយោធាអន់ជាងយើងផងហេតុអីបានជាគេមិនទៅបង្កចំនួនជាមួយខាងឡាវទី1ប្រទេសឡាវណាប្រវត្តិពូជសាសន៍ហ្នឹងគឺជាពូជសាសន៍តែមួយអញ្ចឹងអីដែលពួកយោធាចង់បានបំផុតហ្នឹងមកបង្កចំនួនជាមួយយើងហើយប្រឆេះកំហឹងពូជសាសន៍ក៏ប៉ុន្តែឡាវជាមួយនឹងថៃគឺជាពូជសាសន៍តែមួយអញ្ចឹងអត់អាចប្រឆេះកំហឹងពូជសាសន៍បានអាចទៅបង្កចំនួនបានក៏ប៉ុន្តែអត់អាចបង្កកំហឹងពូជសាសន៍បានទេអញ្ចឹងនឹងចំណុចមួយរបស់ឡាវ
ចំណុចទី2របស់ឡាវហ្នឹងប្រទេសឡាវគឺជាមហូបដាច់មុខរបស់វៀតណាមអញ្ចឹងមានន័យថាទៅប៉ះពាល់ឡាវស្មើនឹងប៉ះពាល់វៀតណាមអញ្ចឹងថៃអត់ហ៊ានប៉ះពាល់ដល់វៀតណាមទេហើយមួយទៀតឡាវគឺជាគេហៅថា buffer zone របស់ចិនជាមួយនឹងថៃការបង្កអស្ថិរភាពនៅក្នុងប្រទេសឡាវវាអាចទៅជាស្មើនឹងបង្កអស្ថិរភាពឲ្យប្រទេសចិនហើយមួយទៀតនឹងផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិននៅជាមួយឡាវហ្នឹងគឺវាមានច្រើនអញ្ចឹងការដែលប៉ះឡាវទី1វាអត់ចំណេញក្នុងការប្រឆេះកំហឹងជាតិសាសន៍ទី2ប៉ះឡាវវាស្មើនឹងស្អីគេស្មើនឹងប៉ះមហាអំណាចធំដែលខ្លាំងជាងខ្លួនអញ្ចឹងថៃអត់ហ៊ានប៉ះទេចូលដល់ទី2តាក់ទងជាមួយនឹងភូមាតាក់ទងជាមួយនឹងប្រទេសភូមាគឺជាប្រទេសដែលថៃមិនអាចទេយទុកបានមុនមានន័យថាមិនដឹងថាពេលប៉ះភូមាទៅភូមាឆ្លើយតបដោយរបៀបណាគឺថៃអាចស្មានទុកដឹងឯងដោយសារតែប្រទេសភូមាវាបែកបាក់រញ៉េរញ៉ៃមានច្រើនប៉មានច្រើនក្រុមវប៉ះភូមាទៅភូមានាំគ្នារួបរวมគ្នាហើយលើកមកវាយថៃបដ ாய் ក៏អត់ដឹងមិនចឹងទេភូមារញ៉េរញ៉ៃភូមាអត់គោរពច្បាប់អន្តរជាតិអញ្ចឹងចំពោះប្រទេសថៃអត់ចង់បានសង្គ្រាមខ្នាតធំទេគ្រាន់តែចង់បន្លប់ស្ថានភាពទេអញ្ចឹងបើប៉ះភូមាអត់អាចទោះទេដឹងមុនបានទេអញ្ចឹងភូមាមួយគឺអត់អាចប៉ះបានទេអាចប៉ះបានតិចតួចក៏ប៉ុន្តែអត់អាចប៉ះបានខ្លាំងទេអញ្ចឹងភូមាគឺគេដកធីបចោលមួយផ្សេងទៀតចូលដល់ម៉ាឡេប្រទេសម៉ាឡេជាមួយប្រទេសថៃនេះគឺជាដៃគូពាណិជ្ជកម្មធំខ្លាំងមែនទែនដូចជាម៉ាឡេដូចជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ថៃអញ្ចឹងមានន័យថាការប៉ះទង្គិចគ្នាជាមួយនឹងម៉ាឡេវាស្មើនឹងបំផ្លាញផលប្រយោជន៍របស់ខ្លួនវាមានការបតិកលាគ្នាណាជាប់ជំពាក់នៅផលប្រយោជន៍ជាមួយនឹងប្រទេសម៉ាឡេនឹងច្រើនខ្លាំងមែនទែនអញ្ចឹងប៉ះភូមាស្មើនឹងបំផ្លិចបំផ្លាញមកផលប្រយោជន៍ធំរបស់ខ្លួនអញ្ចឹងអត់ប៉ះទេហើយហេតុផលមួយទៀតជាមួយនឹងប្រទេសភូមានឹងគឺតាក់ទងជាមួយនឹងខេត្ត3នៅភាគខាងត្បូងណាជាមួយនឹងភូមាណាមានន័យថាពួកនឹងចង់ផ្ដាច់ទឹកដីរហូតប្រសិនបើថៃទៅបកកចំនួនជាមួយនឹងម៉ាឡេវាស្មើនឹងរុញខេត្ត3របស់ភូមាហ្នឹងខេត្ត3នៅភាគខាងត្បូងហ្នឹងឲ្យទៅម៉ាឡេអញ្ចឹងគឺអត់ហ៊ានជាមួយនឹងម៉ាឡេទេបកមកកម្ពុជាយើងវិញទី1កំហឹងពូជសាសឲ្យទៅបច្ឆេះគឺដឹងតែបច្ឆេះឲ្យទៅបច្ឆេះដឹងតែបច្ឆេះដូច្នេះហើយគេជ្រើសរើសយកកម្ពុជាហ្នឹងមួយទៀតប៉ះពាល់យើងគឺវាអត់ស្មើនឹងប៉ះពាល់មហាអំណាចណាអត់អាចប៉ះពាល់ផលប្រយោជន៍ប្រទេសណាទេអញ្ចឹងគេជ្រើសរើសយើងមួយទៀតតាក់ទងជាមួយនឹងការបតិកលាគ្នានៃផលប្រយោជន៍យើងជាមួយថៃមានផលប្រយោជន៍មានការនាំចេញនាំចូលជាមួយគ្នាច្រើនគួរសមដែរតែធៀបជាមួយនឹងប្រទេសម៉ាឡេគឺអត់ដល់ម៉ាឡេទេអញ្ចឹងគេជ្រើសរើសយើងមួយទៀតស្អីគេទេគឺគេអាចទោះទេយើងដឹងមុនមានន័យថាគេដឹងថាពេលប៉ះយើងទៅយើងឆ្លើយតបក្នុងទំហំប៉ុណ្ណាមិនដូចភូមាប៉ះទៅអត់ដឹងថាគេឆ្លើយតបក្នុងទំហំប៉ុណ្ណាតែកម្ពុជាយើងគេដឹងតែប៉ះយើងទៅយើងឆ្លើយតបនៅក្នុងទំហំប៉ុណ្ណាទី1គឺយើងអត់ហ៊ានវាយបកចូលទៅក្នុងដីគេទេអាហ្នឹងច្បាស់ហ្មងគេច្បាស់ថាអញ្ចឹងគេប៉ះយើងនឹងទី1ទី2គេដឹងថាយើងច្រើនបំផុតយើងរត់ទៅអាស៊ានរត់ទៅអង្គការសហប្រជាជាតិរត់ទៅ ICJ ស្អីដែលយើងធ្វើបានគឺមានតែប៉ុណ្្នឹងអញ្ចឹងហើយដោយសារតែគេអាចទេយដឹងទុកមុនថាប៉ះយើងទៅយើងអាចឆ្លើយតបត្រឹមប៉ុណ្ណាហើយនឹងជាមួយស្អីដែលខ្ញុំនិយាយមុនមកហ្នឹងបូកឡើងបូកចុះបូកដកគេឃើញថាកម្ពុជាហ្នឹងគឺជាកន្លែងដែលគួរតែជ្រើសរើសយកមកបកកចំនួនបាទអញ្ចឹងយើងដឹងហើយថាយើងមើលទៅដូចឆ្ងាញ់សម្រាប់គេប្រឡោះណាក៏មានទាំងអីគេកំហឹងជាតិសាសន៍ទាំងពាណិជ្ជកម្មអីក៏យើងមើលទៅដូចបើមិនសូវមួយគេដែរហើយគេទាយើងបានទៀតថាយើងបើថាវាយគ្នាមកយើងយ៉ាងច្រើនយើងតដៃទិញទួចមិនហ៊ានវាយចូលដីគេវិញទេអញ្ចឹងណាហើយអញ្ចឹងកម្ពុជាយើងគឺត្រូវធ្វើមិនអញ្ចឹងលោកគ្រូយើងត្រូវអភិវឌ្ឍខ្លួនរបៀបមិនយើងត្រូវប្រកាន់អិរិយាបថរបៀបមិនទាំងប្រជាជនយើងជាមួយនឹងរដ្ឋាភិបាលផងដែរតាក់ទងជាមួយនឹងដំណោះស្រាយយើងនិយាយពីបញ្ហាយើងមិនភ្លេចទេដំណោះស្រាយថាយើងគួរដោះស្រាយរបៀបម៉េចចំពោះបញ្ហាកម្ពុជាជាមួយនឹងថៃនេះខ្ញុំចែកដំណោះស្រាយចេញជា3ដំណាក់កាលណាទី1ដំណោះស្រាយរយៈពេលខ្លីរយៈពេលមធ្យមនិងរយៈពេលវែងតាក់ទងជាមួយនឹងដំណោះស្រាយរយៈពេលខ្លីណាដូចខ្ញុំនិយាយមិញតាក់ទងជាមួយនឹងស្ថានភាពនយោបាយនៅក្នុងប្រទេសថៃនិយាយតាំងពី network monarchy ហើយខ្ញុំនិយាយតាំងពីនរណាគេចង់បកកចំនួនជាមួយនឹងខ្មែរយើងបំផុតណានិយាយទាំងអស់ហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋយើងដឹងថាខាងថៃក្រុមណាហើយក្រុមណាជាអ្នកបកកចំនួនហើយគេចង់បានអ្វីបំផុតនៅពេលដែលយើងដឹងក្រុមណាជាអ្នកបកកចំនួន
ក្រុមណាអ្នកចង់បានអ្វីបំផុតហ្នឹងអរិយាប័ត្ររបស់យើងនេះយើងប្រកាន់ឲ្យត្រូវថាយើងទៅចរចាដោយរបៀបណាចរចាជាមួយនឹងអ្នកណាទើបអាចដោះស្រាយបញ្ហាបានបញ្ហាដំណោះស្រាយរយៈពេលខ្លីមានន័យថាទី1ត្រូវចរចាយកទីតាំងដែលយើងបាត់បង់ទីតាំង14ទីតាំងដែលយើងបាត់បង់ហ្នឹងយើងចរចារបៀបណាដើម្បីបានមកវិញនិងទី1ទី2ដើម្បីកុំឲ្យមានការប៉ះទង្គិចគ្នាឬកុំឲ្យការប៉ះទង្គិចហ្នឹងទៅជាទ្រង់ទ្រាយធំគឺយើងត្រូវតែទុកការងារហ្នឹងឲ្យរដ្ឋាភិបាលដោះស្រាយសុទ្ធសាធដូចខ្ញុំនិយាយអញ្ចឹងមានន័យថាខាងរដ្ឋាភិបាលថៃរបស់អាណូទីនរដ្ឋាភិបាលថ្មីដែលទើបជាប់ឆ្នោតណាហើយនឹងពួក network monarchy ហ្នឹងឥឡូវនេះគោលដៅរបស់គេបានសម្រេចហើយអញ្ចឹងគេអត់ចង់បកកចំនួនហ្នឹងតទៅមុខទៀតទេតែដើម្បីបញ្ចប់ចំនួនហ្នឹងបានក៏គេត្រូវពន្លត់ភ្លើងដែលគេបច្ឆេះដែរអញ្ចឹងគេព្យាយាមពន្លត់ភ្លើងដែលគេបច្ឆេះមកហ្នឹងអញ្ចឹងគេព្យាយាមពន្លត់ហើយតែខាងយើងនេះតើយើងយល់ការដើម្បីសហការគ្នាដើម្បីពន្លត់ភ្លើងហ្នឹងអត់ចង់មិនចង់យើងស្អប់គេប៉ុណ្ណាស៊ីសាច់ហត់ឈាមប៉ុណ្ណាក៏ដោយតែពេលនេះគឺយើងចង់បានបំផុតហ្នឹងគឺយើងចង់បានដីហ្នឹងមកវិញហើយយើងចង់កុំឲ្យមានចំនួនតទៅមុខទៀតឬកុំឲ្យចំនួនហ្នឹងធំតទៅមុខទៀតអញ្ចឹងយើងត្រូវតែដោះស្រាយដោយយុទ្ធសាស្ត្រមែនទែនហើយយុទ្ធសាស្ត្រហ្នឹងគឺស្អីគេគឺទុកឲ្យរដ្ឋាភិបាលដោះស្រាយជាមួយរដ្ឋាភិបាលឬមួយពួក network monarchy ហ្នឹងដោះស្រាយដោយស្ងាត់ជាមួយគ្នាតើតែដោះស្រាយស្ងាត់ទើបយើងបានទីតាំង14ទីតាំងហ្នឹងយើងមកវិញហើយយើងអាចមិនឲ្យមានចំនួនកើតឡើងជាថ្មីម្ដងទៀតឬមួយទោះជាមានក៏ចំនួនហ្នឹងមិនមានលក្ខណៈទ្រង់ទ្រាយធំដែរអញ្ចឹងដំណោះស្រាយរយៈពេលខ្លីហ្នឹងមានន័យថាម៉េចមានន័យថាប្រជាជនយើងឈប់ក្ដួងក្ដាំងទៀតឈប់លេបខាយឌឺដងគ្នាតទៅទៀតតិចថាដោះស្រាយបានដីមកវិញយើងនាំគ្នាលេបខាយឲ្យប្រជាជនថៃទៀតថាអូអញបានមកវិញហើយប្រជាជនជាតិនិយមខាងថៃនោះខឹងងើបបះបោមកវិញងើបតវ៉ាមកវិញរដ្ឋាភិបាលថៃគ្មានជំរឿសត្រូវតែបកកចំនួនជាមួយយើងទៀតអញ្ចឹងបានកន្លែងនេះដំណោះស្រាយរយៈពេលខ្លីហ្នឹងមានន័យថាទុកឲ្យរដ្ឋាភិបាលដោះស្រាយគ្នាដោយស្ងាត់ជាមួយនឹងពួករដ្ឋាភិបាលថៃឬមួយពួក network monarchy របស់ថៃនឹងដំណោះស្រាយរយៈពេលខ្លីប្រជាជនយើងត្រូវតែប្រកាន់អរិយាប័ត្រឲ្យត្រូវទុកឲ្យរដ្ឋាភិបាលជាអ្នកដោះស្រាយចូលដល់ដំណោះស្រាយរយៈពេលមធ្យមដំណោះស្រាយរយៈពេលមធ្យមនេះគឺខ្ញុំសន្មតរយៈពេល5ទៅ10ឆ្នាំខាងមុខណាដោយសារតែគោលដៅរបស់គេពេលនេះបន្ទាប់ពីបកចំនួនជាមួយយើងទៅគោលដៅរបស់គេបានសម្រេចអញ្ចឹងអ្នកនយោបាយថៃជាពិសេសពួកជាតិនិយមថៃពួក network monarchy ហ្នឹងញៀនហើយមានន័យថាអាហារហ្នឹងគឺជាអាហារឆ្ងាញ់របស់គេហើយអញ្ចឹងគេនឹងដឹងថាឲ្យតែជួបបញ្ហាម្ដងទៀតគេនឹងបង្វែរបញ្ហាហ្នឹងមកកម្ពុជាយើងម្ដងទៀតអញ្ចឹងដើម្បីទប់ខ្លួនកុំឲ្យខ្លាយទៅជាមហូបឆ្ងាញ់របស់គេម្ដងទៀតខ្លាយទៅជាកូនអុករបស់គេម្ដងទៀតហ្នឹងកម្ពុជាយើងត្រូវរៀនអំពីចំណុចមួយចំនួនរបស់ប្រទេសជាប់ព្រំដែនជាមួយថៃ3ផ្សេងទៀតហ្នឹងដូចខ្ញុំនិយាយមិញអញ្ចឹងហេតុអីបានជាគេអត់ទៅបកកចំនួនជាមួយឡាវហេតុអីបានជាគេអត់បកកចំនួនជាមួយនឹងភូមាហេតុអីបានជាគេអត់បកកចំនួនជាមួយនឹងម៉ាឡេអញ្ចឹងយើងទៅរៀនអំពីចំណុចរបស់ប្រទេសទាំង3នេះយកមកដាក់ខ្លួនឯងដើម្បីកុំឲ្យថៃហ្នឹងរំលោភបំពានយើងបើគេចង់រំលោភបំពានគណនាឡើងគណនាចុះគេឃើញថាអូប៉ះខ្មែរយើងខាតច្រើនណាប៉ះឡាវអត់អីប៉ះភូមាអត់អីប៉ះម៉ាឡេអត់អីអញ្ចឹងកន្លែងចំណុច3នេះមិញខ្ញុំបាននិយាយខ្លះហើយចំណុចណាខ្លះដែលយើងត្រូវតែរៀនតាមឡាវភូមានិងម៉ាឡេចំណុចទី1ដែលយើងត្រូវរៀនពីឡាវណាមានន័យថាប៉ះឡាវស្មើនឹងប៉ះផលប្រយោជន៍នៃបណ្ដាប្រទេសធំផ្សេងទៀតអញ្ចឹងទេដើម្បីកុំឲ្យថៃរំលោភបំពានយើងទៀតយើងត្រូវតែទាញផលប្រយោជន៍បណ្ដាប្រទេសធំផ្សេងទៀតនេះឲ្យមកចងភ្ជាប់ឲ្យស្អិតរមួតជាមួយនឹងយើងហើយយើងទាញតាមរបៀបម៉េចមានន័យថាតាមបណ្ដោយព្រំដែនកម្ពុជាជាមួយនឹងថៃហ្នឹងណាគឺយើងព្យាយាមទាញមហាអំណាចផ្សេងដូចជាចិនក៏ដោយដូចជាអាមេរិកក៏ដោយដូចជាបណ្ដាប្រទេសអឺរ៉ុបក៏ដោយហ្នឹងឲ្យមករ៉ូស៊ីណាឲ្យមកបង្កើតជាតំបន់សេដ្ឋកិច្ចក៏ដោយឬមួយបង្កើតជាតំបន់ស្អីក៏ដោយនៅតាមបណ្ដោយព្រំដែនជាមួយនឹងយើងហ្នឹងអញ្ចឹងកាលណាថៃនឹកឃើញចង់ជ្រើសរើសយើងគេត្រូវពិចារណាថាអូពេលចូលមកប៉ះទង្គិចជាមួយនឹងកម្ពុជាវាអាចប៉ះចំផលប្រយោជន៍របស់ប្រទេសចិនប៉ះចំផលប្រយោជន៍របស់អាមេរិកអញ្ចឹងគេអត់ហ៊ានប៉ះទេកន្លងមកយើងតែងតែអំពាវនាវចង់ឲ្យប្រទេសមហាអំណាចនឹងជួយយើងតែប្រទេសអស់ហ្នឹងគេអត់ជួយយើងទេព្រោះអត់មានផលប្រយោជន៍អីជាមួយគេក៏ប៉ុន្តែនៅពេលដែលយើងទាញផលប្រយោជន៍បណ្ដាប្រទេសធំអស់ហ្នឹងយកមកចងភ្ជាប់ជាមួយយើងហើយដាក់នៅជាប់ព្រំដែនហ្នឹងទៀតអញ្ចឹងប្រទេសថៃអត់ហ៊ានប៉ះទេព្រោះប៉ះយើងស្មើនឹងប៉ះមហាអំណាចមិនមែនមហាអំណាចអស់ហ្នឹងចង់ជួយយើងទេក៏ប៉ុន្តែដោយសារតែផលប្រយោជន៍របស់ពួកគេអញ្ចឹងគេត្រូវតែជួយយើងនឹងរៀនតាមប្រទេសឡាវចូលដល់រៀនតាមប្រទេសភូមាម្ដងភូមាមានន័យថាគឺ
យើងអត់ទោះទេបានថាពេលប៉ះភូមិទៅភូមិឆ្លើយតបបែបណាអញ្ចឹងប្រទេសកម្ពុជាយើងត្រូវតែរៀនតាមភូមិថាម៉េចមិនឲ្យថៃទេដឹងថារហូតទេថាប៉ះយើងអត់ហ៊ានឆ្លើយតបវិញអញ្ចឹងពីអំណេះតទៅយើងត្រូវតែត្រៀមកម្លាំងរបស់យើងដែរមិនអញ្ចឹងទេអ្នកឯងវាយចូលយើងស្រួលយើងវាយចូលវិញអ្នកឯងទៅដើមដីយើងកន្លែងណាយើងទៅដើមដីអ្នកឯងវិញអ្នកឯងបំផ្លាញស្ពានយើងបំផ្លាញស្ពានអ្នកឯងវិញឲ្យវាមានទៅវាមានមកកុំឲ្យគេទោះទេដឹងទុកមុនតលតែគេទេមិនដឹងទុកមុនបែបហ្នឹងថាប៉ះយើងទៅយើងមិនដឹងថាឆ្លើយតបបែបណាមិនដឹងថាទៅតាមផ្លូវច្បាប់មិនដឹងថាទៅតាមផ្លូវយោធាមិនដឹងថាគ្រាន់តែទប់ទល់ខ្លួនឬមួយមិនដឹងថាវាយលុកចូលវិញទេគេទោះទេអត់ដឹងបែបហ្នឹងគេអត់ហ៊ានប៉ះពាល់ទេគេអត់ហ៊ានប៉ះពាល់ទេដូចភូមិមេអញ្ចឹងយើងត្រូវតែរៀនតាមភូមិមេកុំឲ្យគេព្រិឌិកកុំឲ្យគេទោះទេដឹងមុនធ្វើខ្លួនឲ្យខ្លាំងជាពិសេសខ្លាំងខាងយោធាណាដើម្បីកុំឲ្យគេស្មានទុកដឹងមុននឹងតាក់ទងជាមួយនឹងការសិក្សាពីខាងពួកភូមិមេចូលដល់ម៉ាឡេហេតុអីបានថៃអត់ហ៊ានប៉ះម៉ាឡេដោយសារតែវាតបាញ់ផលប្រយោជន៍ជាមួយគ្នាផលប្រយោជន៍ជាមួយនឹងភូមិម៉ាឡេហ្នឹងគឺវាតបាញ់ជាមួយគ្នាខ្លាំងណាស់ផលប្រយោជន៍ថៃនៅម៉ាឡេធំមែនទេអញ្ចឹងថៃអត់ហ៊ានប៉ះពាល់ទេផលប្រយោជន៍អីខ្លះផលប្រយោជន៍ដោះដូរពាណិជ្ជកម្មផលប្រយោជន៍ខាងការដឹកជញ្ជូន logistics ផលប្រយោជន៍ខាងអីទៀតផលប្រយោជន៍ខាងនេះណាខាងច្រកព្រំដែនណាផលប្រយោជន៍ខាងសន្តិសុខណាជាមួយនឹងខេត្តទាំង3ហ្នឹងវាមានផលប្រយោជន៍តបាញ់គ្នាបែបហ្នឹងតំបន់សេដ្ឋកិច្ចរួមគ្នាអភិវឌ្ឍរួមគ្នានៅតាមព្រំដែនហ្នឹងធ្វើឲ្យប្រទេសថៃអត់ហ៊ានប៉ះពាល់ម៉ាឡេទេអញ្ចឹងដូចគ្នាដែរកម្ពុជាយើងកន្លែងចំណុចនេះក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរយើងអាចនឹងខ្ទាស់ខ្លាំងទោះជាបីជាយើងឆ្លោះទាស់ទែងគ្នាប៉ុណ្ណឹងក៏ដោយក៏ទីបំផុតទៅយើងជាមួយថៃនៅតែជាប្រទេសជិតខាងជាមួយគ្នាអញ្ចឹងដើម្បីដោះស្រាយបញ្ហាវែងឆ្ងាយណាគឺយើងត្រូវតែចាប់ដៃគ្នាមកវិញកន្លែងចំណុចនេះមានបងប្អូនប្រជាពលរដ្ឋមួយចំនួនអាចនឹងជេរបចោដោយសារតែកាលមុនកននិថានិយាយពាក្យហ្នឹងដែរនិយាយថាឲ្យខ្មែរយើងចាប់ដៃជាមួយថៃវិញដើម្បីកសាងសេដ្ឋកិច្ចជាមួយគ្នាវិញដកបើកច្រកព្រំដែនជាមួយគ្នាវិញដើម្បីរកស៊ីជាមួយគ្នាវិញកន្លែងនេះទោះជាយើងមិនពេញចិត្តមិនចង់លឺក៏ដោយតែជាចំណុចដែលយើងត្រូវតែនិយាយដោយសារតែស្អីដើម្បីឲ្យគេមិនប៉ះពាល់យើងបានតតែសេដ្ឋកិច្ចគេផលប្រយោជន៍គេជាមួយនឹងផលប្រយោជន៍យើងវាចងតបាញ់គ្នាស្អិតរមួតអញ្ចឹងដើម្បីឲ្យផលប្រយោជន៍របស់យើងជាមួយនឹងថៃនឹងចងតបាញ់គ្នាស្អិតរមួតគឺយើងត្រូវតែ normalize មានធ្វើឲ្យមានភាពប្រកដីភាពនៃទំនាស់គ្នានឹងមកវិញចាប់ផ្ដើមដោះស្រាយជាមួយគ្នាដោយសន្តិវិធីចរចាគ្នាបើកច្រកជាមួយគ្នាវិញរកស៊ីជាមួយគ្នាហើយរកស៊ីឲ្យធំជាងមុនទៀតបើកតំបន់អភិវឌ្ឍរួមគ្នាទៀតដើម្បីអីមិនតែគេរីកចម្រើនទេយើងក៏រីកចម្រើនដូចគ្នាមិនអញ្ចឹងទេប្រទេសគេរីកចម្រើនមុនយើងមានន័យថាយើងត្រូវការគេខ្លាំងជាងគេត្រូវការយើងផងអញ្ចឹងយើងត្រូវតែតបាញ់ផលប្រយោជន៍រវាងប្រទេសពីរហ្នឹងរវាងថៃជាមួយនឹងកម្ពុជាហ្នឹងចូលគ្នាមកវិញអញ្ចឹងត្រូវតែចាប់ផ្ដើមសម្រួលទំនាក់ទំនងឲ្យស្រួលមកជាមួយនឹងគ្នាវិញហើយចាប់ផ្ដើមរស់ស៊ីជាមួយគ្នាវិញតបាញ់ផលប្រយោជន៍ឲ្យស្អិតរមួតដើម្បីឲ្យថ្ងៃក្រោយថៃពិចារណាចង់ប៉ះយើងត្រូវពិចារណាឲ្យវែងឆ្ងាយបន្តិចអញ្ចឹងនៅពេលដែលយើងរៀនចំណុចទាំង3នេះពីបណ្ដាប្រទេសទាំង3ហ្នឹងមិនអញ្ចឹងទេចងផលប្រយោជន៍មហាអំណាចផ្សេងឲ្យជាប់ជាមួយយើងដោយប្រទេសឡាវធ្វើឲ្យប្រទេសថៃមិនអាចទោះទេយើងថាយើងឆ្លើយតបក្នុងកម្រិតបែបណាដោយប្រទេសភូមាចងផលប្រយោជន៍ឲ្យស្អិតរមួតជាមួយនឹងថៃឲ្យថៃប៉ះយើងស្មើនឹងប៉ះផលប្រយោជន៍ខ្លួនឯងដោយប្រទេសម៉ាឡេអញ្ចឹងថៃថ្ងៃក្រោយគឺអត់ហ៊ានប៉ះយើងទេតែអានឹងអាចដោះស្រាយបានតែក្នុងរយៈពេលប្រជុំទេក្នុងរយៈពេល5ទៅ10ឆ្នាំខាងមុខណាតាក់ទងជាមួយនឹងខ្ញុំលើកមកមិញហ្នឹងតាក់ទងជាមួយនឹងដំណោះស្រាយរយៈពេលខ្លីនិងដំណោះស្រាយរយៈពេលប្រជុំអញ្ចឹងក្នុងរយៈពេលពីនេះទៅរហូតដល់5ទៅ10ឆ្នាំខាងមុខហ្នឹងគឺយើងត្រូវតែដោះស្រាយក្នុងទម្រង់បែបហ្នឹងតែដំណោះស្រាយរយៈពេលវែងហ្នឹងមានន័យថាទោះជាយើងព្យាយាមធ្វើឲ្យអស់មិញក៏ដោយក៏ប៉ុន្តែបើស្ថានភាពនយោបាយថៃវានៅតែអាប់អួរបែបហ្នឹងវានៅតែមានអស្ថិរភាពបែបហ្នឹងវាត្រូវតែរកកន្លែងបញ្ចេញបែបហ្នឹងទេអញ្ចឹងយើងមិនអាចគេចផុតពីការយកប្រទេសកម្ពុជាយើងទៅជាកូនអុករបស់គេដើម្បីមកលេងទៀតទេអញ្ចឹងទេយើងត្រូវការដំណោះស្រាយរយៈពេលវែងមួយគឺធ្វើម៉េចគឺត្រូវធ្វើប្រទេសយើងនឹងឲ្យខ្លាំងវាតល់តែយើងខ្លាំងក្រៅពីយើងជាប់ផលប្រយោជន៍ជាមួយប្រទេសមហាអំណាចហើយគេទោះទាយមិនដឹងហើយយើងមានផលប្រយោជន៍ជាមួយនឹងថៃច្រើនហើយទៅកន្លែងចំណុចមួយទៀតដែលគេមិនប៉ះយើងហើយមិនប៉ះយើងក្នុងរយៈពេលវែងហ្នឹងគឺស្អីគេគឺប្រទេសកម្ពុជាយើងត្រូវតែខ្លាំងបើយើងខ្លាំងជាងគេគឺគេអត់ហ៊ានប៉ះយើងទេមិនអញ្ចឹងទេបើយើងខ្លាំងជាងគេគឺគេត្រូវពិចារណាម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតអញ្ចឹងគឺយើងត្រូវនិយាយអំពីថាធ្វើម៉េចឲ្យប្រទេសកម្ពុជាយើងទៅជាប្រទេសខ្លាំងហើយ
đâm bay ao bờ tây dương khlang bà nắng cứ dương miền pi chùm này để dương trời này dễ nó ti muối cứ này dễ pi chùm này để bỏ phải chỉ chốn nâng muối chùm này tiền nắng cứ chùm này để bỏ rọt thà bị bàn ti muối trong này dễ pi chùm này để bỏ phải chỉ chốn vàต่อពីយើងមានការប៉ះទាំងកិច្ចគ្នាជាមួយនឹងថៃទៅយើងឃើញថាមានទំនោររបស់ប្រជាពលរដ្ឋខ្មែរយើងហ្នឹងគឺស្រឡាញ់ជាតិស្នេហាជាតិហ្នឹងខ្លាំងគួរសមដែរអញ្ចឹងខ្លាំងគួរសមដែរក៏ប៉ុន្តែទំនោរហ្នឹងចាប់ផ្ដើមសាបរលាបទៅបន្តិចម្ដង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 ស្ទើរតែសាបរលាបស្ទើរតែអស់មកដល់បច្ចុប្បន្ននេះស្ទើរតែបញ្ហាព្រំដែនស្ទើរតែបញ្ហារឿងចំនួនជាមួយនឹងថៃនេះស្ទើរតែគ្មានអ្នកទៅយកចិត្តទុកដាក់ទៀតទៅយកចិត្តទុកដាក់រឿងបញ្ហាផ្សេងនៅលើបណ្ដាញសង្គមអញ្ញៃផ្សេងណាដោយសារតែស្អីគឺខ្ញុំនិយាយមកអញ្ចឹងដោយសារតែអាឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរយើងនឹងវាអត់តន់ដោះកម្រិតអញ្ចឹងទេចំពោះប្រជាពលរដ្ឋយើងដើម្បីឲ្យប្រទេសយើងខ្លាំងណាគឺខ្ញុំបញ្ជាក់មកវិញកាលណាប្រទេសយើងអត់ខ្លាំងទេកន្លែងយើងនឹងទៅជាសមរភូមិរបស់គេមកបកម្ដងហើយម្ដងទៀតកូនចៅយើងតចំនួនទៅថ្ងៃមុខម្ដងហើយម្ដងទៀតនឹងគេនឹងយកកន្លែងយើងនឹងមកបកចំនួនរហូតជាកន្លែងដែលគេមកបកាត់ភ្លើងសង្គ្រាមរហូតអញ្ចឹងទេគឺយើងត្រូវតែខ្លាំងអញ្ចឹងបងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់សតវណ្ណៈទាំងអស់មកដល់ពេលនេះណាកុំដូចគេនិយាយថាខ្មោចខ្មែរស្អុយបានតែមួយផ្លេតណាស្អុយបានមួយអាទិត្យណាអញ្ចឹងស្អុយឲ្យបានយូរបន្តិចអញ្ចឹងទេយើងត្រូវតែចាប់យកទំនួលខុសត្រូវវាតតែប្រជាពលរដ្ឋយើងមានអារម្មណ៍ថាប្រទេសជាតិនឹងសុខទុក្ខរបស់ជនជាតិនឹងជាសុខទុក្ខរបស់យើងដែរណាអញ្ចឹងទេតតែយើងមានអារម្មណ៍ទំនួលខុសត្រូវបែបហ្នឹងទៅយើងម្នាក់ហ្នឹងចាប់ផ្ដើមពង្រឹងសមត្ថភាពរបស់ខ្លួនណាបើសិនជាយើងអត់មានអារម្មណ៍ទំនួលខុសត្រូវនឹងទេมันងាយណាគេទៅនឹកឃើញចង់ចាប់យកទំនួលខុសត្រូវចង់ធ្វើឲ្យខ្លួនឯងខ្លាំងឯងអញ្ចឹងដំបូងបំផុតកុំតន់និយាយរឿងថាធ្វើអីដើម្បីឲ្យខ្លួនឯងហ្នឹងសមត្ថភាពខ្លួនឯងខ្លាំងតែទៅនិយាយអំពីថាខ្លួនឯងមានអារម្មណ៍ទំនួលខុសត្រូវចំពោះប្រទេសហ្នឹងនៅតើតែអារម្មណ៍នឹងផុសឡើងថាអូជោគវាសនាប្រទេសជាតិនេះនៅក្នុងដៃអញដែរតើតែយើងមានអារម្មណ៍បែបហ្នឹងទៅយើងដឹងថាបើជោគវាសនានៃប្រទេសនេះនៅក្នុងដៃអញដែរអញតើតែខ្លាំងហើយអញ្ចឹងដើម្បីខ្លាំងបានអញត្រូវទៅពង្រឹងសមត្ថភាពខ្លួនឯងខំរៀនខំធ្វើការខំរស់ស៊ីគ្រប់បែបយ៉ាងអញ្ចឹងខំពង្រឹងសមត្ថភាពគ្រប់បែបយ៉ាងហើយអាការពង្រឹងសមត្ថភាពទៅរៀនស្អីហ្នឹងអាហ្នឹងមិនបាច់ចាំខ្ញុំនិយាយអញ្ចឹងឲ្យតែអារម្មណ៍របស់យើងផុសចេញមកណាយើងមានអារម្មណ៍ទំនួលខុសត្រូវហើយយើងនឹងរត់ទៅរករៀនខ្លួនឯងអញ្ចឹងយើងរត់ទៅរករៀនជំនាញអីផ្សេងដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឯងឲ្យខ្លាំងនឹងមួយទៀតក្រៅពីយើងទៅពង្រឹងសមត្ថភាពខ្លួនឯងហើយណាចំណុចមួយដែលប្រជាពលរដ្ឋខ្មែរយើងត្រូវតែងាកនាំគ្នាមកគិតហ្នឹងគឺរឿងនយោបាយព្រោះប្រជាពលរដ្ឋខ្មែរយើងភាគច្រើនហ្នឹងក៏អត់ខ្វល់រឿងនយោបាយទេគាត់គិតថារឿងនយោបាយគឺរឿងរបស់អ្នកនយោបាយកន្លែងនេះគឺជាចំណុចខុសឆ្គងធំមែនទែនមានន័យថាបើបងប្អូនអត់ខ្វល់រឿងនយោបាយទេណាទោះជាបងប្អូននាំគ្នាខំក៏ដោយក៏ប្រទេសហ្នឹងអាចរីកចម្រើនបានដែរបងប្អូននាំគ្នាខំម្នាក់មកកដោបក៏ប៉ុន្តែអបរិយាកាសនៃប្រទេសទាំងមូលហ្នឹងវាអត់អំណោយផលឲ្យប្រទេសយើងរីកចម្រើនអត់អំណោយផលឲ្យប្រទេសយើងខ្លាំងអញ្ចឹងយើងខំម្នាក់ខំឲ្យងាប់ទៅខ្លួនបើបរិយាកាសអភិវឌ្ឍប្រទេសយើងទាំងមូលវាអត់ត្រូវក៏វាអាចទៅជាប្រទេសខ្លាំងដែរអញ្ចឹងប្រជាពលរដ្ឋយើងទាំងអស់គ្នាត្រូវតែងាកមកនាំគ្នាគិតរឿងនយោបាយនេះមិនមែនឲ្យបងប្អូននាំគ្នាមកចូលគណៈបកនយោបាយមាននិន្នាការនយោបាយទេក៏ប៉ុន្តែឲ្យមកតាមដានរឿងនយោបាយតាមដានអ្នកនយោបាយតើអ្នកនយោបាយគណៈបកនយោបាយមួយណាដែលពិតជាមានដំណោះស្រាយបែបណាមានគំនិតមានទស្សនៈក្នុងការដោះស្រាយបញ្ហាប្រទេសជាតិបែបណាមិនមែននាំគ្នាងប់ងល់ជាមួយនឹងទំនោរអត់និន្នាការនយោបាយឬមួយគណៈបកនយោបាយឯណាគ្រប់គ្រងគណៈបកខាងរដ្ឋាភិបាលគ្រប់គ្រងផ្កាប់មុខទៅណាគ្រប់គ្រងខាងប្រឆាំងគ្រប់គ្រងផ្កាប់មុខទៅឯងមិនមែនបែបហ្នឹងឯងគឺងាកមកតាមដានវិញទម្លាក់អានិន្នាការនឹងចោលទាំងអស់ងាកមកតាមដានវិញអញអត់ខ្វល់ជាមួយនឹងឯងមកពីបកណាទេតែមើលទស្សនៈនយោបាយរបស់អ្នកឯងនាំប្រទេសទៅណាអ្នកឯងមើលបញ្ហាត្រូវអត់អ្នកឯងដោះស្រាយឲ្យដំណោះស្រាយនឹងត្រូវអត់តើខ្ញុំលមុំនឹងអាចឲ្យអ្នកឯងសាកទៅដឹកនាំប្រទេសបានអត់ឬមួយកាន់ស្ថាប័ននេះបានអត់តើតែយើងនាំគ្នាតាមដាននយោបាយតាមដានអ្នកនយោបាយបែបហ្នឹងទើបយើងអាចធ្វើឲ្យស្ថានភាពប្រទេសរបស់យើងស្ថានភាពនយោបាយស្ថានភាពទូទៅរបស់ប្រទេសយើងហ្នឹងអាចធ្វើឲ្យប្រទេសហ្នឹងខ្លាំងបានអញ្ចឹងក្រៅពីយើងនាំគ្នាចាប់ទំនួលខុសត្រូវដាក់ខ្លួនទៅពង្រឹងសមត្ថភាពខ្លួនឯងហើយមួយចំណែកទៀតបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាហ្នឹងត្រូវតែមកតាមដាននយោបាយត្រូវតែមកតាមដានអ្នកនយោបាយហើយតាមដានដោយមិនមែននិន្នាការអ្វីទាំងអស់គឺដើម្បីខ្មែរមិនមែនដើម្បីគណៈបកនេះឬមួយគណៈបកនោះទេគឺដើម្បីខ្មែរបើបងប្អូនពិតជាដើម្បីខ្មែរមែនណាបងប្អូនអត់ប្រកាន់បកនយោបាយទេអាបកណាក៏បកទៅឲ្យតែនិយាយត្រូវឲ្យតែធ្វើត្រូវទៅយើងគ្រប់គ្រងបើធ្វើខុសចង់ឲ្យមកពីបកណាក៏អញអត់គ្រប់គ្រងដែរនឹងមួយចូលដល់ចំណែករបស់រដ្ឋាភិបាលវិញម្ដង
ចំណែករបស់ប្រជាពលរដ្ឋគាត់ធ្វើហើយតែចំណែករដ្ឋាភិបាលបច្ចុប្បន្ននេះរដ្ឋាភិបាលកាន់កាប់ប្រទេសបានណាមកដល់រាល់ថ្ងៃនេះយើងគិតមែនទេជាង30ឆ្នាំហើយចាប់តាំងពីប្រទេសយើងមានសន្តិភាពពិតប្រកបពី98មកណាជាង30ឆ្នាំហើយអញ្ចឹងទេ98 30ហ្នឹងណាអត់ដល់ទេអញ្ចឹងជាង20ឆ្នាំយើងថា30ចុះព្រោះហ្នឹងប្រហែល30ចុះអញ្ចឹងរយៈពេលវែងល្មមគួរសមហើយរដ្ឋាភិបាលពិតជាព្យាយាមធ្វើឲ្យប្រទេសនឹងរីកចម្រើនមែនក៏ប៉ុន្តែបញ្ហាមួយចំនួនធំដែលរដ្ឋាភិបាលតាំងពីដើមមកមិនដែលបានដោះស្រាយតទៅសោះហើយបង្កទៅជារោគមហារីកសម្រាប់ប្រទេសយើងនឹងមិនអាចដោះស្រាយមិនអាចអភិវឌ្ឍទៅបានហ្នឹងគឺស្អីគេកំណែតម្រង់ទៅលើរដ្ឋបាលសាធារណៈកន្លែងចំណុចនេះគឺជាកន្លែងចំណុចស្លាប់រស់របស់ប្រទេសជាតិយើងទាំងមូលតែម្ដងរដ្ឋបាលសាធារណៈគឺជារបៀបដែលមន្ត្រីរាជការមន្ត្រីរដ្ឋាភិបាលទាំងអស់ធ្វើការដើម្បីផ្ដល់សេវាឲ្យប្រជាពលរដ្ឋហើយបើកន្លែងធ្វើការផ្ដល់សេវាឲ្យប្រជាពលរដ្ឋរាំងស្ទះហើយមានបញ្ហាហើយប្រទេសអាចរីកចម្រើនទៅដោយរបៀបម៉េចអញ្ចឹងវាអត់អាចរីកចម្រើនបានទេអញ្ចឹងយើងត្រូវតែធ្វើកំណែតម្រង់ពីដើមមកប្រជាពលរដ្ឋតែងតែលើកឡើងច្រើនមែនទេតាក់ទងជាមួយនឹងអំពើពុករលួយអំពើស៊ីសំណូកសោកប៉ាន់ប៉ាពួរនិយមគ្រួសារនិយមគ្រប់បែបយ៉ាងទាំងអស់មិនអញ្ចឹងទេក៏ប៉ុន្តែតាំងពីដើមដល់ចប់មកដល់បច្ចុប្បន្ននេះគឺបញ្ហានឹងនៅតែស៊ីរុងទៅដល់បញ្ហាសង្គមរបស់យើងទៅដែរប្រទេសយើងនៅតែអត់អាចទៅជាប្រទេសខ្លាំងទៅជាប្រទេសរីកចម្រើនបណ្ដាអញ្ចឹងទេចំណែករបស់រដ្ឋាភិបាលហ្នឹងគឺល្មមដល់ពេលហើយមកដល់ពេលនេះប្រជាជនមិនចង់ផ្លាស់ប្ដូរមនុស្សទេមិនចង់ផ្លាស់ប្ដូរបកនយោបាយទេមិនចង់ផ្លាស់ប្ដូររដ្ឋាភិបាលទេតែប្រជាជនចង់បានកំណែតម្រង់ដើម្បីធ្វើឲ្យប្រទេសយើងខ្លាំងហើយកំណែតម្រង់វាមានកន្លែងដែលត្រូវធ្វើកំណែតម្រង់ច្រើនហើយរដ្ឋាភិបាលក៏កំពុងធ្វើដែរក៏ប៉ុន្តែស្អីដែលត្រូវផ្ដោតខ្លាំងហ្នឹងគឺរដ្ឋបាលសាធារណៈគឺជាសរសៃឈាមហើយបើសរសៃឈាមកកស្ទះហើយរាងកាយដៃជើងរបស់យើងធ្វើការមិនដំណើរការកើតទៅងាប់ដៃងាប់ជើងអញ្ចឹងឯងងាប់អវយវៈផ្សេងរបស់រាងកាយធ្វើការកើតអញ្ចឹងត្រូវតែធ្វើកំណែតម្រង់ឲ្យបានស៊ីជម្រៅអញ្ចឹងខ្ញុំបកមកវិញអាកន្លែងនេះសង្ខេបបន្តិចព្រោះយើងធ្លាប់និយាយច្រើនហើយតាក់ទងប្រធានបទកំណែតម្រង់ណាអញ្ចឹងដំណោះស្រាយរយៈពេលវែងរបស់យើងគឺចំណែករបស់ប្រជាជនហ្នឹងគឺចាប់យកទំនួលខុសត្រូវមកដាក់ខ្លួនដើម្បីបរិងសមត្ថភាពហើយតាមដាននយោបាយកុំឲ្យមាននានាការនឹងចំណែកប្រជាជនចូលដល់រដ្ឋាភិបាលគឺដល់ពេលហើយដែលត្រូវធ្វើកំណែតម្រង់ហើយជាកំណែតម្រង់ដែលស៊ីជម្រៅដើម្បីឲ្យប្រទេសយើងខ្លាំងបាទអញ្ចឹងយើងមកដល់ទីបញ្ចប់ហើយខ្ញុំនឹកស្មានថាវីដេអូមួយហ្នឹងវាវែងដល់ប៉ុណ្ណឹងណាហើយខ្ញុំគិតថាវីដេអូហ្នឹងប្រហែលជារៀងនឹងពិបាកយល់បន្តិចតែបងប្អូនដាក់ខ្លួននៅកណ្ដាលរួចយើងពិចារណាពីហេតុពីផលទាំងអស់គ្នាខ្ញុំជឿជាក់ថាបងប្អូនអាចនឹងយល់បានអរគុណច្រើនជួបគ្នាសប្តាហ៍ក្រោយ